សម្បានមកកាន់เพจលោកប្រធានដែរមកថ្ងៃនេះបាទជំរាបសួរឯកឧត្តមសម្បានបាទជំរាបសួរលោករាជការហើយជំរាបសួរបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរបាទថ្ងៃនេះពីថ្ងៃមុនយើងបានជួបគ្នាម្ដងរួចហើយថ្ងៃនេះគឺមិនបានក្រុងទុកទេក៏ប៉ុន្តែលោកសម្បានបានបត់បែនទៅតាមស្ថានភាពចាំបាច់ដូច្នេះខ្ញុំសូមអរគុណជាអនេកដែលថាចំពោះរឿងជាតិយើងលះបង់បាទទាំងអស់គ្នារឿងជាតិជារឿងរបស់យើងទាំងអស់គ្នាបាទនេះថ្ងៃសៅរ៍បាទ400ខែចេសឆ្នាំម្សាញ់ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14បាទខែមិថុនាឆ្នាំ2025ប្រធានបទយើងថ្ងៃនេះគឺតកតងទៅរដ្ឋាភិបាលត្រូវដាក់កោះគុជបញ្ចូលជាកញ្ចប់ប្តឹងទៅ ICJ នៅថ្ងៃអាទិត្យនេះបាទថ្ងៃស្អែកហ្នឹងក៏ប៉ុន្តែមុននឹងដល់ប្រធានបទយើងមានកិច្ចការមួយចំនួនដែលត្រូវជម្រាបដល់បងប្អូនជនរួមជាតិថាបញ្ហានៅរវាងខ្មែរនិងថៃនៅតាមព្រំដែនកាន់តែក្តៅអញ្ចឹងសូមលោកសម្បានធ្វើបច្ចុប្បន្នភាពនយោបាយនៅតាមព្រំដែនខ្មែរថៃបន្តិចមើលយើងដឹងថាភាគីខ្មែរបានកាត់ភ្លើងហើយអ៊ីនធឺណិតនៅតាមព្រំដែនហើយបងប្អូនប្រជាពលរដ្ឋរស់នៅតាមព្រំដែនជាពិសេសអាជីវករដែលតែងតែរកស៊ីលក់ដូរនៅតាមព្រំដែននោះមានផលប៉ះពាល់ជាទម្ងន់បាទសូមអញ្ជើញបាទយើងឃើញថាលោកហ៊ុនសែនគាត់បានដាក់ចេញនៅគោលការណ៍6ចំណុចសម្រាប់រដ្ឋាភិបាលណាក្នុងនោះទី1គឺឈប់ទិញទំនិញថៃមកប្រើទី2ត្រៀមទិញកសិផលប្រជាពលរដ្ឋដែលធ្លាប់លក់ឲ្យថៃទី3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃហ្នឹងមករកមន្ទីរពេទ្យក្នុងស្រុកទី4ត្រៀមទទួលនិងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីថៃមកវិញទី5កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងទី6ខេត្តនៅជិតព្រំដែនត្រូវត្រៀមជំនះប្រជាជនមកតំបន់មានសុវត្ថិភាពហើយមុនហ្នឹងគឺគាត់បានឲ្យផ្ដាច់ភ្លើងនៅអ៊ីនធឺណិតដែលរដ្ឋមន្ត្រីការបរទេសថៃបានព្រមានថាបើសិនជាការចរចា JBC គណៈកម្មការព្រំដែនចម្រុះថ្ងៃហ្នឹងហើយថ្ងៃស្អែកហ្នឹងបរាជ័យគឺគេផ្ដាច់ភ្លើងនិងផ្ដាច់អ៊ីនធឺណិតដល់កម្ពុជាអញ្ចឹងកម្ពុជាបានផ្ដាច់ខ្លួនឯងហើយគឺផ្ដាច់អ៊ីនធឺណិតភ្លើងដោយអត់តាន់ឃើញផ្ដាច់នៅឡើយទេណាអាហ្នឹងយើងឃើញប្រធានការដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានចាត់ការហើយមួយទៀតគេគម្រាមដែរថាបើសិនចរចាត្រូវថ្ងៃហ្នឹងទេឬស្អែកហើយនឹងថ្ងៃស្អែកគេបន្តថ្ងៃស្អែកហ្នឹងទេគេនឹងបិទច្រកព្រំដែនហើយយើងឃើញថាមានការបិទច្រកព្រំដែនទាំងស្រុងតែម្ដងនៅច្រកព្រំដែនដូងនៅខេត្តបាត់ដំបងហើយច្រកព្រំដែនមួយចំនួនគឺកាត់បន្ថយពីការបើកមួយសប្តាហ៍មកបើក3ថ្ងៃវិញអាហ្នឹងយើងឃើញដូចជានៅច្រកព្រំដែនអូកគីខ្ញុំមិនចាំច្បាស់គឺដូចអូកគីចឹងឯងមានការបើកតែ3ថ្ងៃទេក្នុងមួយសប្តាហ៍ហើយមួយថ្ងៃទៅបើកទៅ2ម៉ោងទេកន្លងមកយើងបើកច្រើនម៉ោងណាបាទយើងឃើញថាមានការបិទច្រកព្រំដែនមួយចំនួនហើយឃើញថាតំណែងរបស់ថៃហ្នឹងក៏ស្ទះនៅច្រកព្រំដែនដូងពីម្សិលមិញបិទរហូតដល់ម៉ោង5គេបើកឡើងវិញរយៈពេលដូច1ម៉ោង2ម៉ោងដើម្បីឲ្យតំណែងចេញហើយរហូតដល់ថ្ងៃនេះគឺគេបិទជាចិនត្រៃហើយនៅច្រកព្រំដែនគេហៅឡែមឬក៏ព្រំដែនដូងបាទដូច្នេះដែលបិទច្រកព្រំដែនអញ្ចឹងយើងសួរថាខាងណាខាតខាងណាចំណេញវាខាតទាំងពីរខាងហ្នឹងឯងទាំងកម្ពុជាក៏ខាតខាងថៃក៏ខាតដែរប៉ុន្តែកម្ពុជាយើងខាតច្រើនជាងដោយសារអីដោយសារកន្លងមកគឺឆ្នាំ2024កន្លងមកនេះគឺកម្ពុជាយើងនាំតំណែងទៅខាងថៃហ្នឹងគឺមានតែ1.1 លានដុល្លារក្នុងមួយឆ្នាំបាទហើយថៃនាំចូលមកកម្ពុជាយើងគឺរហូតដល់5.2 លានដុល្លារអញ្ចឹងវាច្រើនជាងដែលយើងនាំទៅថៃរហូតដល់5ដងដែលថៃនាំមកយើងច្រើនជាង5ដងអញ្ចឹង
ថៃជាអ្នកខាតបង់ច្រើនជាងយើងខាតបង់តែក៏ប៉ុន្តែខាតបង់តិចជាងអាហ្នឹងយើងឃើញថាអញ្ចឹងណាដូច្នេះនៅពេលដែលលោកហ៊ុនសែនឲ្យមកឈប់ប្រើតំណែងថៃខ្ញុំយល់ថាប្រធានការអស់ហ្នឹងគឺយើងគ្រប់គ្រងនៅអ្វីដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាត់ការទៅផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតហើយនឹងមិននាំតំណែងថៃចូលមកហ្នឹងបិទច្រកព្រំដែនហ្នឹងដើម្បីកុំឲ្យចាញ់គម្រាមរបស់ថៃដែលថៃគេគម្រាមតាមរយៈការបិទច្រកព្រំដែនការចង់ពមៀនចង់ផ្ដាច់ភ្លើងអ៊ីនធឺណិតហ្នឹងគឺដើម្បីដាក់គំនាបឲ្យកម្ពុជាហ្នឹងយកសំណុំរឿងទាំង4គឺភាសាតំបន់តូចភាសាតំបន់ធំនិងភាសាតាកបីហើយនិងតំបន់មុំបីហ្នឹងដាក់ក្នុងរបៀបវរៈនៃការប្រជុំ JBC គណៈកម្មការព្រំដែនចម្រុះថ្ងៃហ្នឹងហើយនឹងថ្ងៃស្អែកគោលបំណងរបស់គេអញ្ចឹងហើយគេគម្រាមមួយទៀតគឺមិនអោយយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គោលបំណងរបស់ថៃដូច្នេះយើងកំចាញ់គម្រាមរបស់ថៃវិធានការរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតគឺយើងគ្រប់គ្រងអ្វីដែលធ្វើត្រូវដើម្បីខ្មែរយើងគ្រប់គ្រងជាផលប្រយោជន៍ខ្មែរកលៈទេសៈនេះគឺយើងត្រូវរួមគ្នាដើម្បីការពារទឹកដីហើយរួមគ្នាដើម្បីប្រឆាំងការឈ្លានពានពីប្រទេសជិតខាងហ្នឹងនៅប្រទេសណាក៏ដោយសូម្បីនៅអាមេរិកនៅចិនកន្លងមកដែលខ្ញុំបានលើកឡើងហ្នឹងសម័យម៉ៅស៊ិនតុងជាកាជាតិហ្នឹងក៏គេប្រឆាំងជាមួយជប៉ុនសិនដែរបានគេដោះស្រាយបញ្ហាផ្ទៃក្នុងជាមុនសូម្បីអាមេរិកយើងកាលសម័យ Bill Clinton សន្ទុះ Bill Laden បាទដែលពួកភេរវកម្មទម្លាក់ក្របបែកថ្ងៃ14ថ្ងៃ11វិច្ឆិកានោះអាហ្នឹងសម័យហ្នឹងក៏គណៈបកសាធារណរដ្ឋគណៈបកប្រជាធិបតេយ្យគឺរួមគ្នាក្នុងសភាបោះឆ្នោតឲ្យវាយអ៊ីរ៉ាក់ដែរបាទកាលចុចបុសបាទចុចបាទសម័យចុចបុសឃើញទេហើយចឹងក៏គេរួមគ្នាចឹងដែរយើងបាទចុចបុសដល់វាយអ៊ីរ៉ាក់ហ្នឹងឃើញទេយើងឃើញថាយើងឃើញថាវាមានការឈ្លានពានពីសំណាក់ប្រទេសថៃជាក់ស្ដែងមែនអញ្ចឹងយើងយល់ថាអ្វីដែលរដ្ឋាភិបាលចាត់វិធានការហ្នឹងគឺជារឿងសមស្របដើម្បីកុំឲ្យថៃមើលងាយមកយើងមើលស្រាលចំពោះកម្ពុជាយើងថាកម្ពុជាយើងហ្នឹងមិនអាចរស់បានទេត្រូវពឹងដង្ហើមរបស់ថៃហើយមួយទៀតដើម្បីកុំឲ្យចាញ់គម្រាមដែលគេគម្រាមកុំឲ្យយើងប្តឹងទៅ ICJ ដូច្នេះជាវិធានការដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃយើងគ្រប់គ្រងចំណុចហ្នឹងក៏ប៉ុន្តែតំណែងដែលហាមមិនឲ្យចូលមកកម្ពុជានេះយើងត្រូវរកតំណែងផលិតផលផ្សេងទៀតដើម្បីយកមកជំនួសមានផលិតផលកសិកម្មដូចជាបន្លែផ្លែឈើត្រីសាច់អីជាដើមហ្នឹងខ្ញុំយល់ថាបើយើងបិទពីថៃហើយយើងគួរតែបិទពីវៀតណាមដែរព្រោះកន្លងមកតំណែងផលិតផលកសិកម្មពីវៀតណាមនោះគឺមានជាតិគីមីច្រើនណាស់ខ្មែរយើងត្អូញច្រើនណាស់សូម្បីតែលោកម៉ុងរុទ្ធីដែលគេប្រជុំសមាជសភាព្រឹទ្ធសភានោះគឺទាំងតំណាងរាស្ត្រទាំងលោកម៉ុងរុទ្ធីសមាជព្រឹទ្ធសភានោះក៏គេរអ៊ូរតំរឿងហ្នឹងដែរក៏ប៉ុន្តែលោកហ៊ុនសែនថាគ្មានអ្នកណាចង់ទៅបំពុលខ្មែរយើងទេអាហ្នឹងគាត់អត់គ្រប់គ្រងតំណាងរាស្ត្រនិងសមាជព្រឹទ្ធសភាទៅវិញតាមពិតគាត់មិនគួរខ្លាចយួនដល់ថ្នាក់ហ្នឹងទេបាទព្រោះប្រជាប្រដ្ឋល្បីរឿងតរ៉េនដែលមានជាតិគីមីហើយបន្លែផ្លែឈើត្រីសាច់បង្កអីហ្នឹងសាច់គោសាច់ជ្រូកសាច់ត្រីហ្នឹងគឺភាគច្រើនគឺមានជាតិគីមីជាងបន្លែផ្លែឈើហើយនៅផលិតផលកសិកម្មមកពីប្រទេសថៃទៅទៀតអញ្ចឹងយើងគួរបិទដោយថៃដែរបិទផលិតផលកសិកម្មមកពីប្រទេសវៀតណាមហ្នឹងដើម្បីទីមួយគឺកុំឲ្យផលិតផលដែលមានជាតិគីមីពីប្រទេសវៀតណាមគឺជាពិសេសផលិតផលកសិកម្មដូចជាបន្លែផ្លែឈើហ្នឹងទី2ដើម្បីយើងលើកស្ទួយទៅដល់ផលិតផលកសិកម្មរបស់ខ្មែរយើងមានបន្លែផ្លែឈើស្វាយអីហ្នឹងកន្លងមកឃើញចាក់ចោលឲ្យលឹកអីហ្នឹងចាក់ចោលអត់មានទីផ្សារអញ្ចឹងយើងគួរតែប្រើប្រាស់ផលិតផលកសិកម្មរបស់ខ្មែរយើងលើកទឹកចិត្តឲ្យផលិតផលកសិកម្មខ្មែរយើងហ្នឹងមានទីផ្សារនៅក្នុងស្រុកហ្នឹងប្រជាពលរដ្ឋប្រើប្រាស់ផលិតផលកសិកម្មយើងដែលមិនមានជាតិគីមីដូចផលិតផលកសិកម្មដែលនាំមកពីប្រទេសវៀតណាមហើយទី2យើងគួរបង្កើតរោងចក្រកែច្នៃនៅក្នុងស្រុកបានច្រើនណាដើម្បីកែច្នៃទៅក្រៅប្រទេសដូចស្វាយដូចអីផលិតផលផ្សេងៗហ្នឹងដើម្បីមានអីហ្នឹងដើម្បីឲ្យ
ប្រជាប្រដ្ឋមានទីផ្សារនាំចេញទៅក្រៅប្រទេសគឺរដ្ឋាភិបាលត្រូវរកទីផ្សារនៅក្រៅប្រទេសបន្ថែមទៀតដល់ប្រជាប្រដ្ឋខ្មែរយើងហើយយើងអាចនាំតំណែងពីឡាវពីចិនមកខ្ញុំយល់ថាអាចមិនសូវជាមានជាតិគីមីច្រើនដោយពីខាងវៀតណាមអាហ្នឹងរដ្ឋាភិបាលគួរតែមានវិធានការហ្នឹងចំពោះបញ្ហានាំជប់នាំតំណែងពីថៃមកណាបាទហើយមួយទៀតចំពោះពលករដែលខ្ញុំសុំបកខ្ញុំសុំផ្អាកបន្តិចបាទខ្ញុំថាលោកអ៊ុំសមានបានលើកមកជាចំណុចល្អយើងកុំឲ្យបិទអាខាងលិចបើកអាខាងកើតកាន់តែច្រើនណាបាទអានឹងអត់បានទេពីព្រោះអីបើកាលណាបើកអាខាងកើតច្រើនចូលមកកាន់តែក្រែលហើយខ្មែរយើងកាន់តែយ៉ាប់ខ្ញុំសូមឲ្យបងប្អូនជនរួមជាតិពិចារណាផងដែរយើងមើលរដ្ឋាភិបាល Trump នៅអាមេរិកនេះគឺគាត់ធ្វើយ៉ាងណាឲ្យថារដ្ឋអាមេរិកចេះផលិតផលដែលអាចប្រើបាននៅក្នុងស្រុកអាមេរិកនឹងតែម្ដងរួមទាំងរ៉ែធម្មពលគ្រប់បែបយ៉ាងហើយនឹងសម្ភារៈប្រើប្រាស់សម្លុត iPhone ក្រុមហ៊ុន iPhone ឲ្យមកបង្កើតនៅអាមេរិកវិញគាត់អត់ឲ្យបង្កើតនៅចិនទេហើយនឹងគ្រឿងជួសជុលរថយន្តមួយចំនួនដែរចង់នេះគឺបងប្អូនខ្មែរគួរណាស់តែគិតគូរពិចារណាឲ្យមែនទែនយើងហាក់បីដូចជាពឹងពាក់គេពេកហើយក៏ស្លឹកគ្រៃស្ពៃរបស់របរដែលអាចដាំដាក់ជីអាចកោជីធម្មជាតិនៅក្នុងស្រុកយើងបានពីដូនពីតាយើងមកមានដែលនាំរបស់របររាប់តោនពីខាងលិចខាងកើតចូលមកយើងឯណាហើយខ្ញុំឃើញផ្ទះនៅតាមស្រុកថៃភាគច្រើនណាគឺគេមានស្លឹកគ្រៃគ្រប់ផ្ទះបាទជីគ្រប់បែបយ៉ាងគឺអត់មានត្រូវការទិញពីផ្សារទេគេទិញតែរបស់ណាដែលគេមិនអាចដាំបាននៅតាមផ្ទះឬក៏តាមចំការគេដូច្នេះយើងគួរតែបដូរជីវភាពរស់នៅបែបហ្នឹងខ្ញុំថាជាឱកាសល្អសម្រាប់ខ្មែរយើងផលិតកសិផលដោយខ្លួនឯងដែលអាចដាំបានត្រឹមរបស់ប្រើប្រាស់ចិញ្ចឹមឆ្នាំងព្រឹកល្ងាចហ្នឹងអានេះជាឱកាសជាឱវាទល្អហើយយើងធ្វើបែបហ្នឹងទៅវាមានផលប្រយោជន៍សម្រាប់សុខភាពយើងសម្រាប់កូនចៅយើងសម្រាប់ក្រុមគ្រួសារយើងផងនឹងទី1ទី2តើតើទៅនឹងបញ្ហាដែលបងប្អូនខ្មែរជួបប្រទះគឺបកការគម្រាមកំហែងគឺច្បាស់ណាស់យើងត្រូវតែគិតគូរពីរឿងបូរណភាពទឹកដីជាធំណាទោះបីក្នុងគណៈក្នុងកលៈទេសៈណាក៏ដោយពេលណាសត្រូវបត់ចម្រៀងយើងថាពេលមួយមានសត្រូវបន្ទុសរាយខ្មែរគ្រប់កាយសុខចិត្តបដូរជីវីណារួមកម្លាំងឈាមស្រស់ការពារព្រឹត្តិពីយើងខ្ញុំមិនចាំបត់នឹងទាំងស្រុងទេប៉ុន្តែនៃយើងគឺចង់បែបហ្នឹងអ្នកដូនតាយើងបានចងក្រងដើម្បីឲ្យកូនខ្មែរចេះសាមគ្គីគ្នាក្នុងពេលដែលសត្រូវធ្វើបាបយើងដូច្នេះយើងមិនទាន់ចាត់ទុកថៃជាសត្រូវ 100% ទេប៉ុន្តែយើងដឹងថាការបាត់បង់ទឹកដីរបស់យើងឃើញតែកាន់តែក៏ក្លឿនឡើងបន្តិចម្ដងដូច្នេះទាំងខាងកើតទាំងខាងលិចមិនតែមកច្រកទេណាប៉ុន្តែក្នុងថ្ងៃនេះកលៈទេសៈនេះយើងនិយាយអំពីខាងថៃសិនហើយបងប្អូនជនជាតិបានយល់បានដឹងយើងទាំងអស់គ្នាគ្រប់គ្រងនៅអ្វីដែលទង្វើដែលលោកហ៊ុនសែនបានរៀបចំយុទ្ធសាស្ត្របែបហ្នឹងគឺកុំខ្លាចកុំញញើតនឹងការគម្រាមកំហែងព្រោះយើងមានអោក្រោះគឺសន្ធិសញ្ញាក្រុងប៉ារីសហើយក៏ដូចជាការព្រមព្រៀងរវាងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ដែលយើងនិយាយដដែលរយៈកាលកន្លងមកបូរណភាពទឹកដីរបស់យើងគឺមិនបាត់បង់ទេយើងអាចមានការពិបាកពីដើមទីបន្តិចបាទអញ្ចឹងលោកអ៊ុំសំអានខ្ញុំចង់ចាក់វីដេអូបាននេះលោកបាទយើងបើបញ្ចប់នេះបន្តិចអូខេខ្ញុំចូលដល់បញ្ចប់ចំណុចមួយទៀតគឺឲ្យមកវ៉ែអ្នកជំងឺមកព្យាបាលនៅប្រទេសកម្ពុជាយើងឃើញថារដ្ឋាភិបាលដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើពេទ្យនៅកម្ពុជាហ្នឹងគឺត្រូវបំបត្តិអំពើពុករលួយធ្វើម៉េចឲ្យសម្ភារៈសម្រាប់បណ្ឌិតព្យាបាលហ្នឹងឲ្យទំនើបជាងមុនតិចទៅហើយទីមួយទៀតគឺក្រមសីលធម៌របស់គ្រូពេទ្យហើយមួយទៀតខ្ញុំឃើញថាមានការកាប់ហ្មងតម្លៃ
ឃើញថាថ្លៃជាងទៅព្យាបាលនៅវៀតណាមនិងថៃអញ្ចឹងបានគេទៅព្យាបាលនៅវៀតណាមនិងថៃអាហ្នឹងកាប់យកមកជួនកាលមកយប់ហ្នឹងឬប្រជាប្រដ្ឋថា1000ជាង2000ថ្លៃជាងទៅវៀតណាមទៅថៃគេសុខចិត្តទៅខាងនោះវិញអាហ្នឹងគួរតែពង្រឹងគុណភាពរបស់វិស័យសុខាភិបាលយើងដើម្បីកុំឲ្យទៅព្យាបាលនៅថៃនៅវៀតណាមច្រើនណាមួយទៀតលោកហ៊ុនសែនក៏និយាយដែរពីពលករដែលត្រឡប់មកវិញយើងឃើញមានកំណត់ស្របគ្នាលោកសំរាសីក៏បង្ហោះក្នុងតាមបណ្ដាញសង្គម20របស់គាត់ Facebook ហ្នឹងគឺក៏អំពាវនាវឲ្យប្រជាប្រដ្ឋពលករខ្មែរយើងត្រឡប់មកកម្ពុជាវិញផងដែរព្រោះកុំឲ្យអាចប្រជុំថ្ងៃស្អែកហ្នឹងបរាជ័យទៀតភាគច្រើនគឺបរាជ័យហើយនៅពេលដែលប្រជុំបរាជ័យទៀតហើយយើងប្តឹងទៅ ICJ ទៀតគឺស្ថានភាពអាចអាក្រក់ជាងហ្នឹងហើយអាចមានការរើសអើងពីក្រមជននិយមមួយចំនួននៅថៃហ្នឹងឬក៏គេអាចបណ្ដេញយើងចេញអញ្ចឹងពលករហ្នឹងអាចត្រឡប់មកវិញមកហើយឃើញថាលោកហ៊ុនម៉ាណែតគាត់បានអំពាវនាវទៅដល់ខាងធនាគារហ្នឹងឲ្យធ្វើម៉េចអនុគ្រោះទៅដល់ពលករដែលត្រឡប់មកពីថៃប៉ុន្តែគាត់គួរតែមានវិធានការច្បាស់លាស់ជាងហ្នឹងនិយាយជាមួយធនាគារដើម្បីកុំឲ្យគាត់សងលុយធនាគាររយៈពេលបំណុលធនាគាររយៈពេល1ឆ្នាំ2ឆ្នាំអញ្ចឹងណាដូចនៅប្រទេសថៃអញ្ចឹងព្រោះពលរដ្ឋនៅប្រទេសថៃពលករនៅប្រទេសថៃមកតាមយើងមើលតាមបណ្ដាញសង្គមគឺគាត់ព្រួយបារម្ភរឿងជាពាក់ធនាគារបើបាយទឹកគាត់អាចទៅធ្វើស្រែចម្ការមួយរយៈទៅអាហ្នឹងក៏គាត់អាចរស់បានដែរហើយនៅមកវិញហ្នឹងគឺថាពលករទាំងខុសច្បាប់និងស្របច្បាប់ប្រហែលជា2លានអ្នកច្រើនណាបើគិតពីរោងចក្រมันអាចផ្ដល់ការងារឲ្យគ្រប់គ្រាន់ទេព្រោះរោងចក្រយើងបិទទ្វារច្រើនផងដូច្នេះខ្ញុំយល់ថារដ្ឋាភិបាលគួរតែតាក់ទាញវិនិយោគទុនបន្ថែមទៀតតាមរយៈលុបបំបាត់ការឆបោកតាមអនឡាញនោះឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីតាក់ទាញវិនិយោគទុនមកថែមទៀតមកការរោងចក្រការងារដល់ពលករដល់ពលរដ្ឋខ្មែរយើងហ្នឹងហើយមួយទៀតស្ដារប្រជាធិបតេយ្យទៅនឹងការគ្រប់សិទ្ធិមនុស្សបោះឆ្នោតសេរីនិងដោយសេរីនិងយុត្តិធម៌ទៅដើម្បីឲ្យបានប្រព័ន្ធការអនុគ្រោះពន្ធ EBA 20% ពីអឺរ៉ុបមកវិញហើយនឹងប្រព័ន្ធការអនុគ្រោះពន្ធទូទៅ GSP ពីអាមេរិកមកវិញបង្កើតការងារជូនប្រជាពលរដ្ឋហើយមួយទៀតគឺវិស័យផ្សេងៗហ្នឹងក៏ត្រូវពង្រឹងដែរជាពិសេសវិស័យកសិកម្មពង្រឹងឲ្យបានច្រើនដើម្បីគុតគងនៅក្នុងទីផ្សារដែលយើងបិទផលិតផលកសិកម្មមកពីថៃហ្នឹងអាចបិទពីវៀតណាមទៀតក៏កាន់ល្អហើយនឹងមួយទៀតរកទីផ្សារឲ្យផលិតផលកសិកម្មទៅគាត់អាចធ្វើម៉េចគាត់អាចប្រកបមុខរបរកសិកម្មបានហ្នឹងជាការជួយកាត់បន្ថយកុំឲ្យត្រានៃការអត់ការងារច្រើនណាការត្រានៃការអត់ការងារច្រើនជាពាក់លុយធនាគារផងអញ្ចឹងវាអាចមានវិបត្តិការងារនៅកម្ពុជាបាទហ្នឹងគួរតែដោះស្រាយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមួយទៀតដែលថាឲ្យកម្លាំងត្រៀម24ម៉ោងលើ24ម៉ោងយើងគ្រប់គ្រងដើម្បីការពារទឹកដីយើងបើសិនជាមានការឈ្លានពានមានដោយប៊ុនស៊ីនមេភូមិភាគទី2ដែលប្រកាសថាប្រាសាទទាំង3ហ្នឹងតំបន់តូចតំបន់ធំតាកបីហើយនិងតំបន់មុំ3ហ្នឹងជាទឹកដីរបស់ថៃយូរមកហើយគាត់ថាគាត់សុកចិត្តស្លាប់ជាមួយទាហានថៃហ្នឹងដើម្បីការពារទឹកដីហ្នឹងតែឯងចង់បានប្រាសាទទាំង3ហ្នឹងតំបន់មុំ3ហ្នឹងមិនអាចយកបានទេគាត់សុកចិត្តស្លាប់ដើម្បីទឹកដីរបស់គាត់គាត់ថាទឹកដីរបស់គាត់យូរហើយហ្នឹងគាត់ចេះនិយាយទៅនិយាយដល់ប្រវត្តិសាស្ត្រកន្លងមកទឹកដីរបស់អ្នកណាបាទហើយបើសិនជាគាត់ខ្លាំងអញ្ចឹងហេតុអីមិនឡើងគេ9ឡើងតុលាការមិនឡើងជាមួយគេអញ្ចឹងមានន័យថាឯងចោលដែលខ្លាចតុលាការខ្លាចប៉ូលីសបីសាយទេដែលខ្លាចពន្លឺបាទមាសសុទ្ធនឹងខ្លាចភ្លើងឯងភាសាខ្មែរយើងនិយាយអញ្ចឹងហេតុអីមិនឯងខ្លាចតុលាការ ICJ ដូច្នេះខ្ញុំយល់ថារឿងហ្នឹងប្រធានការរបស់លោកហ៊ុនសែនបើសិនជាមានការឈ្លានពានមានគឺយើងគួរតែចាត់ប្រធានការដោយគាត់បានប្រកាសយើងគ្រប់គ្រងបាទគួរតែត្រូវច្បាំងក៏ត្រូវច្បាំងដែរអាហ្នឹងដើម្បីការពារទឹកដីអាហ្នឹងវាការពារខ្លួនតែមានខុសហើយមួយទៀតថាត្រៀមជំនះប្រជាប្រដ្ឋហ្នឹងគឺធ្វើម៉េចអាជ្ញាធរហ្នឹងជំនះប្រជាប្រដ្ឋនៅតាមព្រំដែនហ្នឹងហើយនឹងអាចមានត្រង់សេនៅតាមប្រទេសតាមអីក៏ដូចសម័យសង្គ្រាមស៊ីវិលទសវត្សទី80អញ្ចឹងតាមប្រទេសយើងគួរមានត្រង់សេហ្នឹងក៏ជារឿងល្អដែរបាទដូច្នេះនេះអ្វីដែលយើងគ្រប់គ្រងហើយការផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតនេះយើងគួរតែធ្វើម៉េចរកអ៊ីនធឺណិតឲ្យបានគ្រប់គ្រាន់ហើយនឹងភ្លើងឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់ទៅដល់ប្រជាពលរដ្ឋឬក៏
ខាងសន្តាគារកាស៊ីណូនៅតាមភូមិដែរណាបាទហើយអាហ្នឹងគឺជារឿងល្អហើយការបិទច្រកនេះគឺបើសិនជាថៃនៅគម្រាមគួរតែបិទបន្ថែមទៀតដើម្បីជាកុំឲ្យថៃគម្រាមយើងដែលយើងប្តឹងទៅ ICJ បាទអរគុណលោកសមានខ្ញុំចង់ឲ្យបងប្អូនយើងលោកសមានលើកមកជាចំណុចល្អគឺថាសូមឲ្យមានផែនការច្បាស់លាស់ផែនការច្បាស់លាស់នេះគឺមិនមែនគ្រាន់តែនឹកឃើញថ្ងៃនេះធ្វើស្អែកទេព្រោះកិច្ចការទទួលខុសត្រូវច្រើនណាស់ចំពោះរដ្ឋាភិបាលមនុស្សរាប់លាននាក់រាប់សែននាក់អាចមកប្រទេសកម្ពុជាវិញហើយក៏នឹងប្រឈមនឹងការបាត់បង់ការងារធ្វើយើងដឹងថាពួកគាត់ដែលនៅស្រុកថៃកំពុងតែរកថវិកាដើម្បីសងបំណុលអ្នកដែលនៅជំពាក់មិនតិចទេក្នុងគ្រួសារហ្នឹង500យ៉ាងហើយ$500ទៅ$2,000 ទៅ$3,000នោះអញ្ចឹងសូមឲ្យរដ្ឋាភិបាលរៀបចំគម្រោងសូមឲ្យធនាគារ Esilida ABC ទាំងអស់ហ្នឹងផ្អាកការបង់បណ្ដោះអាសន្នសិនមិនមែនបំបត្តិចោលទេយើងតែងតែធ្វើយុទ្ធនាការហ្នឹងយូរណាស់មកហើយតាឲ្យជួយហើយការរៀបចំឲ្យមានផលិតផលនៅក្នុងស្រុកខ្មែរអីទាំងអស់នេះគឺក៏យើងទាមទារដែរឲ្យស្រូវឡើងថ្លៃឲ្យរបស់របរឡើងថ្លៃមានស្វាយមានអលឹកឬក៏ដលងមីអីទាំងអស់ហ្នឹងអាហ្នឹងយើងទាមទារយូរណាស់មកហើយឥឡូវនេះចូលដល់ចំណុចមួយដែលថារដ្ឋាភិបាលត្រូវតែដោះស្រាយហើយមិនអាចគណថានិយាយចោលទេត្រូវមានវិធានការច្បាស់លាស់បាទកន្លែងនេះគឺសូមបញ្ជាក់កខគគអញ្ចឹងមកបើសិនបើធនាគារមិនធ្វើតាមរដ្ឋាភិបាលហ្នឹងតើឲ្យគាត់ឲ្យប្រជាពលរដ្ឋទៅស្រុកខ្មែរហ្នឹងទៅធ្វើយ៉ាងម៉េចបាទហ្នឹងគឺគួរណាស់តែគិតគូរពីរឿងជីវភាពប្រចាំថ្ងៃរបស់គាត់ពីព្រោះព្រឹកឡើងត្រូវការញ៉ាំហើយមនុស្សយើងបាទអាហារបើមិនបាន3ពេលក៏បាន2ពេលដែរហើយចំពោះផ្នែកខាងសុខាភិបាលខ្ញុំបានទទួលព័ត៌មានថ្ងៃនេះណាអ្នកដែលក្រីក្រមែនតើហ្នឹងគឺមិនមានទេបានក្រីក្រហ្នឹងហើយគេមានការរើសអើងទៅទៀតសូមបញ្ចប់មិនត្រឹមតែអំពើពុករលួយដូចលោកសមានបានលើកមកនឹងទេគឺបញ្ចប់នៅការរើសអើងនឹងផងណាគ្រាន់តែថាជាគណៈបកណាបោះឆ្នោតឲ្យគណៈបកណាយើងអត់ខ្វល់ទេយើងខ្វល់ថាគាត់ជាពលរដ្ឋខ្មែរនៅក្នុងស្រុកខ្មែរបាទហើយជាបានពុករលួយបានក្រីក្រហ្នឹងគឺមានចំពោះតែអ្នកក្រីក្រទេអំណោយបរទេសដែលគេជួយមកសម្រាប់ប្រជាពលរដ្ឋក្រីក្រអញ្ចឹងអ្នកមានវីឡាស្កឹមស្កៃឬក៏មានផ្ទះរស់នៅត្រឹមត្រូវនឹងបានក្រីក្របែរទៅជាអ្នកដែលក្រីក្រមែនតែនផ្ទះតបូលប្រក់មេឃអញ្ចឹងលហិឃើញក្នុងក្រៅហ្នឹងបែរទៅជាមិនបានក្រីក្រទៅវិញឥឡូវនេះឈឺនឹងមិនដឹងថាបានអីយកទៅព្យាបាលទេនៅពេទ្យពីខេត្តគេរុញទៅក្រុងឥឡូវនេះហើយការព្យាបាលនឹងទៀតសោតបើសិនជាយើងអាចធ្វើចឹងបានមែនណានៅក្នុងស្រុកខ្មែរយើងលោកសមានគឺចំណេញផលដល់ប្រជាពលរដ្ឋមែនតែនទីមួយគាត់អត់ត្រូវចំណាយលុយរាប់ពាន់$ទៅស្រុកថៃឬក៏ស្រុកយូនេះទេណាចំណាយអ្វីទាំងអស់នៅក្នុងហ្នឹងគិលានុបដ្ឋាយិកាឬក៏វិជ្ជាបណ្ឌិតឆ្នើមល្បីនៅស្រុកខ្មែរយើងហ្នឹងមានអាជីពត្រឹមត្រូវមិននិយាយតែដុកទ័រដែលមានសញ្ញាបត្រទិញគេទេណាបាទហ្នឹងគាត់គួរតែគាត់មានវិធានការព្យាបាលតាមប្រព័ន្ធដែលគាត់រៀនចេះដឹងមកហ្នឹងគឺគាត់អាចធ្វើបានបាទមិនជាបញ្ហាទេប៉ុន្តែសូមឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យច្បាស់លាស់លើចំណុចការព្យាបាលប្រជាពលរដ្ឋនឹងដែរនេះខ្ញុំសូមគ្រប់គ្រងនៅចំណុចហ្នឹងហើយយើងចេះរស់នៅខ្លួនឯងកុំឲ្យពឹងគេទាំងស្រុងទាំងបន្លែបកាទាំងម្ហូបអាហារគីមីសាច់ត្រីណាពីថៃផងពីយួនផងហើយយើងចេះរស់នៅខ្លួនឯងបាទចេះព្យាបាលខ្លួនឯងដោយសម័យយើងពីដើមសម័យត្បូងពេជ្រគឺសម័យសង្គមរាស្ត្រនិយមរហូតដល់សម័យលន់នល់ទោះបីខ្មែរក្រហមក៏មានយើងចេះរស់នៅខ្លួនឯងដែរយើងមិនពឹងចិនទាំងស្រុងពេកអញ្ចឹងដែរលើកនេះគឺថាទាំងស្រុងតែម្ដងហើយខ្ញុំឃើញរដ្ឋាភិបាលធ្វើត្រឹមត្រូវហើយបើសិនជាយើងផ្ដល់សេវាកម្មដល់ខាងផ្នែកអ៊ីនធឺណិតនិងអគ្គិសនីដល់ប្រជាពលរដ្ឋយើងអាចផលិតអគ្គិសនីខ្លួនឯងបានអានឹងយើងដាក់មកជូនគាត់ទៅអានឹងខ្ញុំថាគាត់ជាអ្នកដែលក្រីក្រទូរគតវិទ្យានឹងអាចរស់នៅបានស្រួលមិនបើថាមិនបានស្រួលក៏បានទប់ទល់កុំឲ្យអត់សោះបាទព្រោះសម័យនេះសម័យយើងប្រើ
ភ្លើងអ៊ីនធឺណិតអីគ្រប់កន្លែងអស់ហើយបាទសូមអរគុណសូមអ្នកបច្ចេកទេសរបស់យើងគួយបណ្ណេតចាក់វីដេអូដែលយើងបានបញ្ជូនទៅបាទអ្នកវិភាគថៃលើកឡើងចំណុចសំខាន់អំពីក្តីបារម្ភក្នុងការតស៊ូក្តីព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិ ICJ ដែលមើលទៅកម្ពុជាមានប្រៀបខ្លាំងជាងថៃនៅក្នុងកិច្ចពិភាក្សាតុកមូល The Standard Now អ្នកវិភាគថៃគឺអ្នកនាងផានីកាវ៉ានីតគណៈកម្មាធិការប្រតិបត្តិនៃក្រមដំណើរការឆ្ពោះទៅមុខបានលើកឡើងអំពីចំណុចសំខាន់មួយចំនួនបង្ហាញអំពីក្តីបារម្ភរបស់ប្រទេសថៃក្នុងការតស៊ូក្តីជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អតីតតំណាងរាស្ត្រនិងអតីតសមាជិកបកគណៈបកចលនាឆ្ពោះទៅមុខបានលើកយកមកវិភាគចំនួន4ចំណុចដូចមាន 1. អ្នកវិភាគថៃបានបារម្ភរឿងចាញ់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិទៅ ICJ 2. កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្តឹងទៅ ICJ ដែលខ្មែរមានមេធាវីល្បីៗដែលមានបទពិសោធន៍នៅក្បែរជាពិសេសមេធាវីជនជាតិសង្ហបុរីដែលធ្លាប់ឈ្នះក្តីរឿងព្រះវិហារយ៉ាងណាមិញនៅចំណុចទី4ដែលអ្នកវិភាគថៃវ័យ37ឆ្នាំរូបនេះបានលើកឡើងថាភាគីថៃគួរតែរកមេធាវីល្បីៗនិងគួរតែត្រៀមឯកសារឲ្យបានគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយហើយក៏មើលស្រាលស្ថានភាពឲ្យសោះសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសហរដ្ឋអាមេរិកបារាំងអង់គ្លេសសហភាពសូវៀតចិនធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីប្រទេសនេះប្រកាសមិនគោរពយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិលើរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ1962ការព្រមាននេះហើយទើបធ្វើឲ្យថៃសុកចិត្តប្រគល់ឲ្យខ្មែរវិញនៅប្រាសាទព្រះវិហារនិងគោរពនៅសេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី21ខែមិថុនាឆ្នាំ1962ដោយសេនាប្រមុខសារ៉ិតថាណារ៉ាត់បានប្រកាសថាប្រទេសលោកលំអោនកាយទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដើម្បីគោរពនៅកិច្ចសន្យារបស់ខ្លួនទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហើយនៅថ្ងៃទី6កក្កដាឆ្នាំ1962រដ្ឋមន្ត្រីការបរទេសថៃបានផ្ញើលិខិតទទួលស្គាល់នៅសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរបាទថ្ងៃនេះថ្ងៃទី11បាទខែមិថុនាឆ្នាំ2025បាទនេះនៅទីតាំងនៅក្នុងច្រកអូស្មាច់បាទនៅមាត់ច្រកតែម្ដងបាទប្រិមិត្តយើងគឺត្រូវបានកម្លាំងទាហានថៃបាទនៅតែបន្តធ្វើសកម្មភាពក្នុងការដាក់ខ្សែលួសបាទឃុំព័ទ្ធដដែលដោយមានការរារាំងទោះបីជាមានការរារាំងពីទាហានខ្មែរយ៉ាងណាក៏ដោយបាទហើយបាទខាងទាហានថៃនេះដូចហាក់បីដូចមានបាទការចរចាក៏ដូចជាការណែនាំដូចជាការសម្របសម្រួលតាមរយៈមេប្រធានច្រកអន្តរជាតិអូស្មាច់ឬក៏ដូចជាសមត្ថកិច្ចនៅក្នុងច្រកនេះតែម្ដងបាទទោះបីយ៉ាងណាក៏ដោយក៏ខាងគូភាគីខាងថៃនេះគឺមិនព្រមបាទគោរពទៅតាមបាទការមិនគោរពទៅតាមការណែនាំក៏ដូចជាការសម្របសម្រួលនោះទេបាទនៅតែចាំចិត្តបាទនៅតែបន្តនៅក្នុងសកម្មភាពបាទនៅតែយកបន្លាលួសនៅក្នុងការវាយហុំព័ទ្ធក្នុងការដែលទាហានយើងខាងគូភាគីកម្ពុជាយើងនៅមានការហាមឃាត់មិនឲ្យបន្តក្នុងធ្វើការសកម្មភាពបាទយកបន្លាលួសយកមកបិទនៅទីតាំងនេះទេបាទហើយយើងអត់ដឹងថាខាងគូភាគីថៃនេះគឺគាត់គិតយ៉ាងម៉េចនោះទេបាទហាក់បីដូចមិនស្ដាប់បាទទាហានកម្ពុជានោះទេបាទហើយដោយអាជ្ញាធរប្រចាំច្រកនោះបានហាមឃាត់មិនឲ្យគាត់ធ្វើសកម្មភាពក្នុងការបន្តបាទយកបើថៃមិនព្រមឡើងតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជាបើបែបនេះមែនក៏តុលាការយុត្តិធម៌អន្តរជាតិនៅតែអាចដំណើរការនីតិវិធីនិងបើកសវនកម្មកាត់ក្តីបានដែរទោះជាមានតែកម្ពុជាក៏ដោយមាត្រា53នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិចែងថាបើរដ្ឋភាគីម្ខាងខកខានមិនបានបង្ហាញខ្លួនឬមិនចូលរួមក្នុងដំណើរការនីតិវិធីរួមទាំងសវនកម្មផងតុលាការយុត្តិធម៌អន្តរជាតិមិនបង្អាក់ដំណើរការខ្លួនឯងក្នុងការបន្តសំណុំរឿងនិងការបើកសវនកម្មនោះទេចុះបើថៃមិនព្រមទទួលស្គាល់ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិហើយនៅតែដាក់កងទ័ពនៅប្រាសាទទាំង3និងតំបន់មុំ3ដដែលក្នុងករណីនេះកម្ពុជាអាចដាក់បណ្ដឹងឬសំណើទៅក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យជួយធ្វើអន្តរាគមន៍
មាត្រា94នៃធម្មនុញ្ញអង្គការសហប្រជាជាតិកំណត់យ៉ាងច្បាស់ថារដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់មានកាតព្វកិច្ចគោរពតាមសាលក្រមឬសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបើរដ្ឋណាមួយមិនគោរពឬជំទាស់នឹងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិភាគីម្ខាងទៀតដែលជាគូទំនាស់អាចនាំយកសំណុំរឿងនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្អែកតាមមាត្រា94ដដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចណែនាំឬឈានដល់ចាត់វិធានការដើម្បីឲ្យរដ្ឋដែលមិនគោរពប្រែមកជាគោរពនិងអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិបើរដ្ឋភាគីនោះនៅតែមានអ្នកមិនព្រមធ្វើតាមវិធានការដែលចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតនោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចចេញវិធានការបន្តធ្វើឲ្យរដ្ឋភាគីនោះប្រឈមនឹងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជួបភាពឯកោខាងការទូតហើយបើកាន់តែធ្ងន់ធ្ងរមែនទេនោះអាចនឹងមានសកម្មភាពយោធាលើរដ្ឋភាគីដែលមិនព្រមធ្វើតាមនោះលោកអ៊ុំសមានខ្ញុំស្ដាប់ទៅមានការក្តុកក្តួលហើយខ្ញុំសូមឲ្យលោកអ៊ុំសមានបកស្រាយបន្តិចមកឬវីដេអូទាំង4នេះជាពិសេសវីដេអូទី3មិញហ្នឹងគឺមានការឡោមបោះខ្សែលួសបលាពាត់ជុំវិញហើយយើងបានថយទៅដល់ទៅ200ម៉ែត្រខ្ញុំថាមិនចង់លើករឿងហ្នឹងមកនិយាយទេ200ម៉ែត្ររួចទៅហើយពីព្រំដែនរួមទាំងលុបត្រង់សេថែមទៀតតែភាគីខាងថៃដូចជាក៏ក្លឿនអត់មានថយទៅណាទេមានបោះខ្សែលួសបិទនៅច្រកស្អូស្មាច់អីឬក៏ច្រកផ្សេងហ្នឹងយ៉ាងម៉េចដែរខ្ញុំដឹងថាលោកអ៊ុំសមានមានយោបល់ច្រើនលើវីដេអូទាំង4នេះប៉ុន្តែខ្ញុំសើលើកជាចំណុចទៅមកឲ្យបងប្អូនយើងចាប់អារម្មណ៍បន្តិចបាទវីដេអូមួយដែលឃើញទាហានថៃពង្រាយបន្លាលួសនៅតាមព្រំដែននៅច្រកអូស្មាច់ខេត្តឧត្តរមានជ័យហ្នឹងជាការរំលោភមកលើទឹកដីរបស់កម្ពុជាយើងហើយក៏រំលោភទៅលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ឬ MOU 43ដែលគេមិនអោយធ្វើអ្វីថ្មីប៉ុន្តែថៃទាហានថៃហ្នឹងបែរជាដាក់បន្លាលួសនៅតាមព្រំដែនហ្នឹងហើយទាហានខ្មែរយើងទៅខត់ក៏ស្រាប់ដែរហើយអញ្ចឹងលោកហ៊ុនសែនក៏បានទទួលស្គាល់ដែរតាម page Facebook របស់គាត់ហ្នឹងថាជាការកក្លឿនរបស់ទាហានថៃដែលរំលោភមកលើបូរណភាពទឹកដីយើងដាក់បន្លាលួសនៅតាមព្រំដែននៅក្នុងខេត្តឧត្តរមានជ័យគឺនៅច្រកអូស្មាច់ហ្នឹងណាខ្ញុំយល់ថារដ្ឋាភិបាលគួរតែធ្វើកំណត់ទូតទៅខាងថៃហ្នឹងដើម្បីឲ្យថៃដកបន្លាលួសនោះចេញហើយសូមទោសកម្ពុជាផងដែរព្រោះគេឲ្យធ្វើអ្វីថ្មីក៏ណាចង់ដាក់បន្លាលួសអីតលតែមានការឯកភាពពីគណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរជាមុនសិនបានអាចធ្វើរបងឬក៏ដាក់បន្លាលួសទៅតាមព្រំដែនបានហើយតំបន់ហ្នឹងមិនទាន់ឯកភាពគ្នាយើងមិនអាចទៅធ្វើបន្លាលួសអញ្ចឹងបានទេបាទនឹងខុសច្បាប់ហើយរំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជាប៉ុន្តែយើងឃើញថាទាហានយើងដូចទៅខត់ហ្នឹងដូចមិនខត់ឲ្យខ្លាំងក្លាណាបើមានវិធានការក្តៅចឹងហ្នឹងថៃហ្នឹងដូចលោកហ៊ុនសែនថៃបើទៅបាញ់តែម្ដងហ្នឹងហើយចាំចរចាគ្នាបើសិនជាទៅស្លូតហ្នឹងគឺហ្នឹងនៅបានចិត្តតែម្ដងគឺឈ្លានពានទឹកដីយើងសាច់ចិត្តតែម្ដងគឺថៃហ្នឹងគឺថាអត់គ្រប់ច្បាប់អន្តរជាតិទេគ្រប់បូរណភាពទឹកដីយើងទេបាទហ្នឹងវីដេអូមួយទៀតដែលអ្នកវិភាគថៃគេថាថៃហ្នឹងអាចនឹងចាញ់ក្តីរបស់កម្ពុជានៅចាញ់ក្តីកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថៃក៏គេទទួលស្គាល់យ៉ាងហ្នឹងដោយសារយើងមានមេធាវីល្អហើយនឹងអាចនឹងជួលមេធាវីអន្តរជាតិល្អហើយយើងឈ្នះទៅលើផ្លូវច្បាប់ទៀតជាពិសេសយើងប្រើផែនទីដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាប្រាំងសៀមឆ្នាំ1904និង1907ហើយនឹងផែនទីហ្នឹងគឺផលិតនៅឆ្នាំ1908ហើយការបោះបង្គោលចំនួន73បង្គោលចន្លោះឆ្នាំ1908និង1909បាទហើយផែនទីហ្នឹងគឺຂະຫນាតមួយលើ200,000ជាផែនទីដែលកាត់ចេញពីគណៈកម្មការព្រំដែនចម្រុះបារាំងសៀមដែលសៀមក៏មានការឯកភាពគ្នាដែរកាលធ្វើផែនទីនឹងបោះបង្គោលហ្នឹងហើយយើងដឹងថាសញ្ញាបារាំងសៀមមានន័យថាបារាំងក៏យល់ព្រមសៀមក៏យល់ព្រមបានអាចទៅកើត
សន្ធិសញ្ញាបារាំងសៀមបានដូច្នេះរឿងអីថៃក្រោយមកគូសផែនទីខ្លួនឯងកាលមកឆ្នាំ1936ដែលមេតបថៃនេះដែលមេតបថៃជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងឈ្មោះផ្លេកវិបុលផ្លេកពិបុលសង្គ្រាមនេះដែលគូសផែនទីឯកតោភាគីឬក៏ផែនទីคล้ายៗហ្នឹងដែលប្រើប្រាស់ដើម្បីឈ្លានពានទឹកដីខ្មែរដោយមិនប្រើផែនទីបារាំងដែលខ្លួនឯងដូនតាខ្លួនឯងទទួលស្គាល់ហ្នឹងដូច្នេះប្រើផែនទីຂະຫນາດ1លើ50ប៉ុននេះដែលគូសដល់ខ្លួនឯងនេះផែនទីនេះគ្មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិទេឡើងទៅតុលាការអន្តរជាតិគេមិនយកភ្នែកមើលទេអាហ្នឹងនោះចាំបានជាថៃអត់ហ៊ានឡើងតុលាការជាមួយយើងហ្នឹងមិនចង់ឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយយើងហ្នឹងដោយសារតែប្រើផែនទីคล้ายៗហ្នឹងទៅខ្លាចខ្មាស់គេបាទហ្នឹងគឺជារឿងមួយអាម៉ាស់របស់ថៃនៅលើឆាកអន្តរជាតិដែលខ្លួនឯងជាប្រទេសជឿនលឿនស៊ីវិល័យមួយដែរប៉ុន្តែទៅប្រើផែនទីคล้ายៗអាហ្នឹងដូចរុស្ស៊ីអញ្ចឹងទៅយកទឹកដីអ៊ុយក្រែនស្រស់អាហ្នឹងវាជាការរំលោភបំពានច្បាប់អន្តរជាតិហើយមួយទៀតវីដេអូមួយទៀតដែលបញ្ជាក់ថាទោះបីជាថៃមិនទទួលស្គាល់យុត្ថាធិការរបស់ ICJ តាំងពីឆ្នាំ60ក៏ដោយក៏ប៉ុន្តែបើតាមមាត្រា53បាទនៃលក្ខន្តិកៈរបស់ ICJ ទោះបីជាថៃមិនចូលរួមសវនាការក៏ដោយគឺតុលាការ ICJ នៅតែដំណើរការបានដដែលអត់មានជាឧបសគ្គនោះទេទោះបីជាអ្នកឯងមិនចូលរួមឬមិនទទួលស្គាល់យុត្ថាធិការរបស់ ICJ អត់សំខាន់ទេហើយយើងនឹងឲ្យបើតាមមាត្រា34សំទោសមាត្រាមាត្រា93បាទមកតាមមាត្រា93នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិបានចែងថារាល់សមាជិករបស់អង្គការសហប្រជាជាតិទាំងអស់គឺជាភាគីនៃលក្ខន្តិកៈរបស់ICJ បាទហើយលក្ខន្តិកៈរបស់ ICJ គឺជាឧបសម្ព័ន្ធនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដូច្នេះរាល់សមាជិករបស់ ICJ សមាជិករបស់អង្គការសហប្រជាជាតិគឺជាភាគីនៃលក្ខន្តិកៈរបស់ ICJ ដូច្នេះថៃជាសមាជិករបស់អង្គការសហប្រជាជាតិជាអូតូម៉ាទិកជាស្វ័យប្រវត្តិគឺជាភាគីនៃលក្ខន្តិកៈរបស់ ICJ ណាដូច្នេះអ្នកឯងត្រូវតែទទួលស្គាល់យុត្ថាធិការរបស់ ICJ ហើយនិងសាលក្រមរបស់ ICJ ទោះបីថៃបានដកខ្លួនចេញពី ICJ នឹងក្តីបាទទោះបីគាត់បដិសេធមិនទទួលស្គាល់យុត្ថាធិការរបស់ ICJ តាំងពីឆ្នាំ1960ក៏ដោយណាហើយវីដេអូមួយទៀតក៏បានបញ្ជាក់ដែរថាអង្គការសហប្រជាជាតិគឺក្រុមប្រឹក្សាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងក៏ធ្លាប់ចង់បណ្ដេញថៃចេញពីអង្គការសហប្រជាជាតិដែរកាលឆ្នាំ62ដែលថៃមិនទទួលយកសាលក្រមរបស់ ICJ ទោះបីតែខ្លួនឯងបដិសេធយុត្ថាធិការ ICJ តាំងពីឆ្នាំ1960ក៏ដោយហើយតាមមាត្រា94នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងវីដេអូនោះក៏បានបញ្ជាក់ដែរថាបើសិនជាថៃមិនគោរពសាលក្រមរបស់ ICJ ទេគឺកម្ពុជាយើងមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រោះតាមមាត្រា94នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិហ្នឹងថាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិត្រូវគោរពនិងអនុវត្តតាមសាលក្រមរបស់ ICJ ហើយបើថៃមិនគោរពតាមគឺកម្ពុជាប្តឹងនៅពេលដែលឈ្នះសំណុំរឿងទាំង4ហ្នឹងនៅ ICJ ហើយកម្ពុជាប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យកោះប្រជុំហើយយើងដឹងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងមានរុស្ស៊ីបារាំងអង់គ្លេសចិនហើយនិងអាមេរិកបាទគេអាចប្រជុំគ្នាហើយបើសិនជាសមាជិកណាមួយវេតូគឺអត់បានទេវាត្រូវឯកភាពជាឯកច្ឆន្ទណាគេអាចប្រជុំគ្នាដើម្បីដាក់ទណ្ឌកម្មខាងផ្នែកយោធាផ្នែកសេដ្ឋកិច្ចឬក៏ផ្នែកការទូតជាពិសេសគេអាចចាត់វិធានការផ្នែកយោធាក៏អាចថាបានអាហ្នឹងទៅលើថៃដែលមិនគោរពទៅលើច្បាប់អន្តរជាតិបាទហើយដូច្នេះយើងឃើញជាក់ស្ដែងឧទាហរណ៍ឃើញទេកាលពីឆ្នាំ1960ថៃបានប្រកាសថាអត់ទទួលស្គាល់យុត្ថាធិការរបស់ ICJ ទេក៏ប៉ុន្តែដល់ឆ្នាំ62តុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹង
បានចេញសារក្រមឲ្យកម្ពុជាឆ្នះក្តីទៅលើប្រាសាទព្រះវិហារពេលហ្នឹងថៃបានទាំងនាយករដ្ឋមន្ត្រីទាំងមេតបហ្នឹងអត់ទទួលស្គាល់សារក្រមរបស់ ICJ ទេហើយមានបាតកម្មធំនៅប្រទេសថៃហ្នឹងដើម្បីប្រឆាំងមិនឲ្យថៃទទួលស្គាល់សារក្រមរបស់ ICJ ក៏ប៉ុន្តែចុងក្រោយនាយករដ្ឋមន្ត្រីថៃឈ្មោះសារ៉ិតថាណារ៉ាត់ហ្នឹងថ្ងៃទី21ខែមិថុនាឆ្នាំ1962ហ្នឹងក៏ប្រកាសទទួលយកសារក្រមរបស់ ICJ ហើយក៏បានដកតបហើយនៅឆ្មាំចេញពីប្រាសាទព្រះវិហារឃើញទេទោះបីខ្លួនឯងថាឆ្នាំ60ហ្នឹងមិនទទួលស្គាល់យុទ្ធាធិការរបស់ ICJ ប៉ុន្តែចុងក្រោយត្រូវតែទទួលស្គាល់យុទ្ធាធិការ របស់ ICJ ហើយក៏ត្រូវតែទទួលយកសារក្រមរបស់ ICJ ដែរតាមរយៈការបង្ខំពីសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិហើយនឹងគេចង់បណ្ដេញចេញពីសមាជិករបស់ UN ហើយមួយទៀតមហាអំណាចធំដូចជាអាមេរិកក៏ដាក់សម្ពាធខ្លាំងដែរសម័យហ្នឹងហើយនេះដែលគេដែលតាមប្រវត្តិសាស្ត្រគេថាសារ៉ិតថាណារ៉ាត់ហ្នឹងគឺជានាយករដ្ឋមន្ត្រីថៃហ្នឹងសម័យហ្នឹងគឺជាសាច់ឈាមខ្មែរគឺកូនខ្មែរយើងប៉ុន្តែមិនជាប់ខ្សែអភ័យវង្សបែនទេគឺជាខ្មែរយើងបានទៅធ្វើនាយករដ្ឋមន្ត្រីថៃហើយបន្ទាប់ពីចាញ់ក្តីហ្នឹងហើយអនុវត្តសារក្រមរបស់ ICJ ហើយហ្នឹងបុគ្គលប្រាសាទព្រះវិហារមកឲ្យកម្ពុជាហើយបើតាមយើងអានប្រវត្តិសាស្ត្រខ្លះគឺស្ដេចថៃបានហៅសារ៉ិតថាណារ៉ាត់ហ្នឹងដែលគេសង្ស័យថាជាជនជាតិខ្មែរយើងហ្នឹងទៅព្រមរាជវាំងហើយបានប្រទានស្រាមួយកែវទៅក៏ស្លាប់ទៅអាហ្នឹងព័ត៌មានខ្លះព័ត៌មានមួយទៀតគឺថាដោយសាររឿងចាញ់ក្តីប្រាសាទព្រះវិហារនេះអាចគេសង្ស័យថាគាត់ខ្មែរមកសុំគោលំជាមួយខ្មែរចាញ់ក្តីហ្នឹងគេក៏សម្លាប់គាត់ទៅគាត់បាត់ខ្លួនទៅតាំងពីចាញ់ក្តីកម្ពុជាហ្នឹងគឺគាត់បាត់ខ្លួនមកហ្នឹងទៅណាអាចស្ដេចថៃសម្លាប់គាត់ថាបានណាដូច្នេះចង់មិនចង់ថៃទោះបីទទួលមិនប្រកាសមិនទទួលស្គាល់យុទ្ធាធិការរបស់ ICJ ក៏ដោយក៏ប៉ុន្តែបើតាមមាត្រា53នៃលក្ខណៈរបស់ ICJ គឺតុលាការដំណើរការបានធម្មតាហ្នឹងទី1ទី2ទោះបីប្រកាសមិនទទួលស្គាល់យុទ្ធាធិការរបស់ ICJ ក៏ដោយក៏ប៉ុន្តែឆ្នាំ62ឃើញថៃចុងក្រោយត្រូវតែទទួលស្គាល់សារក្រមរបស់ ICJ ហើយមួយទៀតកាលពីឆ្នាំ2013ក៏ថៃព្រមឡើងទៅជាមួយកម្ពុជាដែរដែលកម្ពុជាប្តឹងឲ្យបកស្រាយសារក្រម ICJ ឆ្នាំ62ឡើងវិញករណីប្រាសាទព្រះវិហារឃើញថៃក៏ឡើងទៅដែរហើយបើខ្លួនឯងមិនទទួលស្គាល់តាំងពីឆ្នាំ60ទៅលើយុទ្ធាធិការរបស់ ICJ ហើយបានឆ្នាំ2013ហើយនៅឆ្នាំ62ហ្នឹងឯងឡើងជាមួយកម្ពុជាទៅ ICJ ទៅអីដូច្នេះខ្ញុំយល់ថាថៃចុងក្រោយដាច់ខាតត្រូវតែឡើងទៅជាមួយកម្ពុជាទៅ ICJ នៅពេលកម្ពុជាប្តឹងហើយមួយទៀតថៃត្រូវតែទទួលយកសារក្រមរបស់ ICJ ដូចឆ្នាំ2013នៅឆ្នាំ62 2011បាទ2011អត់ទេគេប្តឹង2011ប៉ុន្តែឈ្នះក្តីនៅឆ្នាំ2013បាទហើយមួយទៀតយើងចូលទៅដល់មួយទៀតគឺប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC ថ្ងៃនេះគឺមិនគេអត់បានប្រកាសលទ្ធផលទេប៉ុន្តែខ្ញុំយល់ថាមិនបានជោគជ័យទេបរាជ័យហេតុអីដោយសារកម្ពុជាមិនដាក់របៀបវរៈទាំង4ហ្នឹងប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាកបីនិងមុំបីទៅក្នុងរបៀបវរៈនៃការប្រជុំទេហើយគេនឹងលើកការប្រជុំហ្នឹងទៅថ្ងៃស្អែកទៀតបាទថ្ងៃស្អែកខ្ញុំយល់ថាក៏នៅបរាជ័យដែរព្រោះកម្ពុជាចរចាតែតំបន់ផ្សេងទេអត់ចរចាតំបន់ទាំង4ហ្នឹងទេហើយយើងឃើញថាថៃមើលងាយយើងមែនទែនទី1បញ្ជូនគណៈកម្មការប្រធានគណៈកម្មការដែលមកហ្នឹងគឺគ្រាន់តែជាទីប្រឹក្សាក្រសួងហ្នឹងឋានៈតូចតាចមួយមកចរចាជាមួយកម្ពុជាហើយយើងគឺលោកឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនណាឋានៈដល់រដ្ឋមន្ត្រីគេហ្នឹងគ្រាន់តែទីប្រឹក្សាក្រសួងឃើញទេហើយមកប្រជុំហ្នឹងគឺឲ្យយើងចាំដូចជា3ម៉ោងជាងបានមកហើយអត់គ្រប់ពេលវេលាការប្រជុំប៉ុណ្ណឹងណាហើយបើតាមពួកយើងទទួលព័ត៌មានតាមព្រំដែនមានការចល័តតបចង់ច្បាំងទៀតនៅជាពិសេសមានការបន្ថែមកម្លាំង
បន្ថែមកម្លាំងនៅប្រាសាទតំនធំហើយបុណ្យនឹងចូលប្រជុំនោះគឺបុណ្យស៊ីនមេតបថៃមេភូមិភាគទី2ហ្នឹងមេបញ្ជាការភូមិភាគទី2ហ្នឹងបានប្រកាសថាប្រាសាទទាំង3ហ្នឹងហើយនឹងតំបន់មុំបីជាទឹកដីរបស់អញហើយឯងចង់មកមានច្បាំងអញច្បាំងអត់អោយទេមើលថាគេអត់ទទួលស្គាល់អោយគាត់បានប្រាប់នាយករដ្ឋមន្ត្រីថៃហើយថាអត់អោយឡើងទៅ ICJ ជាមួយកម្ពុជាទេហ្នឹងខ្ញុំឃើញអញ្ចឹងដូច្នេះខ្ញុំយល់ថាគួរតែបញ្ចប់ការចរចាទ្វេភាគីហ្នឹងហើយតំបន់ដែលមិនឯកភាពជាមួយកម្ពុជាដទៃទៀតហ្នឹងគួរតែប្តឹងដាក់មកកញ្ចប់ទៅចរចាទៀតចរចា20ឆ្នាំហើយហ្នឹង25ឆ្នាំហើយហ្នឹងតាំងពី MOU ឆ្នាំ2000 MOU 43មកបាទ25ឆ្នាំហើយចរចាដែលត្រូវគ្នាហើយខានជួបប្រជុំគ្នា12ឆ្នាំតាំងពីឆ្នាំ2013មករហូតដល់សប្តាហ៍នេះ12ឆ្នាំអត់ដែលជួបគ្នាចរចាទេបាទដូច្នេះអាសំណុំរឿងដទៃទៀតដូចជាតំបន់វេលន្ទ្រីភ្នំទ្របច្រកអានសេះកោះគុតដែលសមុទ្រទូស៊ីគ្នាហ្នឹងដាក់មកកញ្ចប់ជាមួយសំណុំរឿងទាំង4ហ្នឹងតែម្ដងទៅហើយតំបន់ផ្សេងហ្នឹងមិនបាច់ចរចាទេដាក់ទៅមិនប្តឹងទៅអាហ្នឹងมันអាចដោះស្រាយបានបើសិនជានៅចរចាទ្វេភាគីគឺអត់បានផលទេព្រោះដូចខ្ញុំថាអញ្ចឹងគឺថៃគេយកអាផែនទីคล้ายៗណាផែនទីคล้ายៗដែលខ្ញុំថាហ្នឹងយកមកចរចាហើយយើងចេះចរចាជាមួយថៃទៅកើតដែរខ្ញុំឆ្ងល់ដែរណាហើយចរចារហូតដល់ឯកភាពបានមង្គល43មង្គលក្នុងចំណោម73មង្គលកន្លងមកមិនដឹងថាយកអាផែនទីហ្នឹងឬអត់មកយកអាផែនទីហ្នឹងខាតបាត់ទេខ្មែរយើងបើសិនជាយកផែនទីបារាំងមិនអីទេហើយខ្មែរយើងយកផែនទីបារាំងនេះផែនទីຂະຫນາດ1 លើ 200,000 នេះផែនទីហ្នឹងគឺជាផែនទីបារាំងតែម្ដងគឺជាផែនទីຂະຫນາດ1 លើ 200,000 មិនមានផែនទីຂະຫນາด1 លើ 50,000 របស់ថៃคล้ายៗហ្នឹងទេហើយផែនទីហ្នឹងគឺជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1909និង1907ដែលផែនទីនេះផលិតឆ្នាំ1908ហើយផែនទីហ្នឹងមានចំនួន11ផ្ទាំងអាហ្នឹងយើងប្រើផែនទីហ្នឹងអញ្ចឹងឡើងទៅតុលាការអន្តរជាតិយើងប្រើផែនទីហ្នឹងយើងប្រកាសជាឈ្នះក្តី 100% តែម្ដង1លាន%មិនទៅ 100% ទេប្រាសាទទាំង4ហ្នឹងប្រាសាទទាំង3ហ្នឹងនៅបានមកកម្ពុជាហើយតំបន់មុំបីក៏បានមកកម្ពុជាដែរដូច្នេះរដ្ឋាភិបាលគួរមកឈប់បាទអញ្ជើញមកអាចខ្ញុំស្ដាប់ទៅឬខ្ញុំមិនចង់រំខានទេប៉ុន្តែខ្ញុំចង់បន្ថែមឲ្យបងប្អូនយើងគាត់យកចិត្តទុកដាក់យើងបើតាមស្ដាប់ទាំងវីដេអូក្តីទាំងបទវិភាគរបស់លោកអ៊ុំសម្បានក្តីខ្មែរយើងមានប្រៀបលើថៃលើចំណុចពាក្យបណ្ដឹងនេះដូច្នេះហើយបានជាប្រធានបទថ្ងៃនេះវាតកតងនឹងថាគួរតែដាក់ជាកញ្ចប់មិនគួរទេត្រូវតែដាក់ជាកញ្ចប់ពីព្រោះតំបន់ផ្សេងដែលមានចំនួននោះគឺយើងមិនបានលើកមកនិយាយទេហើយការចរចាតាមផែនទីຂະຫນາດបែបបារាំងគូសមកតាំងពីឆ្នាំ1904-1907ហើយបោះបកគោលព្រំដែនឆ្នាំ1908ដល់1909នោះបានប្រមាណបកគោលនឹងអត់ទាន់គ្រប់គ្រាន់ហើយយើងអត់ទាន់បានសម្រេចដល់គោលដៅទាំងអស់ប៉ុន្តែថ្មីហ្នឹងគឺក្នុងទសវត្ស2000ឬក៏90ហ្នឹងយើងដឹងថាទសវត្ស90ឬឆ្នាំ2000ហ្នឹងយើងឃើញមានការចរចាហើយកោះគុជបើតាមមើលទៅដែលជាចំណុចក្តៅរវាងខ្មែរនិងថៃគួរតែដាក់បញ្ចូលទៅក្នុងនឹងដែរបាទសំទោសប្រធានបទរបស់យើងថ្ងៃនេះខ្ញុំបានរំលឹកពីដើមទីរួចហើយជាពិសេសកោះគុជនៅតែម្ដងគឺទាំងដែនទឹកនិងដែនគោកដែនដីគោករបស់យើងរដ្ឋាភិបាលប្រសិនបើមានការដាក់ពាក្យបណ្ដឹងលើករណីព្រំដែនដីគោកទៅតុលាការ ICJ នៅថ្ងៃស្អែកយើងស្នើសុំបាទយើងទាមទារប្រជាក្នុងនាមប្រជាពលរដ្ឋដែលយើងបានតស៊ូមតិសមាជគ្រប់កន្លែងតាមមួយឆ្នាំនេះមាន9កន្លែងបាទទូទាំងពិភពលោកគឺយើងបានទាមទារឲ្យរដ្ឋាភិបាលយកករណីកោះគុជទៅតុលាការ ICJ ហើយឥឡូវនេះវាជាឱកាសល្អដោយសារតែខ្មែរយើងមានប្រៀបលើការដាក់ពាក្យបណ្ដឹងនេះយើងមានឧទាហរណ៍
2 ដងកន្លងមកហើយនៅក្នុងករណីប្រាសាទព្រះវិហារគឺយើងបានប្រើយន្តការ ICJ សម្រាប់ដោះក្តីដោះបញ្ហាព្រំដែនដូច្នេះរឿងកោះគុជបងប្អូនជនរួមជាតិកោះគុជជាទីមនោរម្យមហាអស្ចារ្យស្អាតជាងកន្លែងណាទាំងអស់ដែលយើងដឹងហើយខ្ញុំខ្លួនឯងក៏បានទៅឃើញនៅក្នុងពេលថ្មីនឹងបានទៅដល់ទៅលេងទៅកន្លែងនឹងតែម្ដងហើយថៃគេថាជាកន្លែងដែលកន្លែងឋានសួគ៌ជាកោះដែលស្អាតជាងគេទាំងអស់នៅក្នុងទឹកដីគេហើយគេទៅតែអភិវឌ្ឍឆ្នាំ2000ពុទ្ធសករាជ2559បើយើងមើលផ្លាកដែលដាក់សង់ស្ពានសង់ផ្លូវហ្នឹងណា2559ឥឡូវពុទ្ធសករាជ2569ទៅតែបាន10ឆ្នាំឯងហើយអត់មានហ៊ានធ្វើអ្វីជាប្លង់រឹងទេជាពិសេសតំបន់ដែលបានថា2/3មកលើដីខ្មែរហ្នឹងគឺមានទឹកឈូផុសចេញពីដីមកស្រស់ស្រាយគួរជាទីមនោរម្យក្រៃលែងដូច្នេះហើយបានគេចង់យកកន្លែងហ្នឹងជាទីគ្រប់គ្រងរបស់គេ 100% ទោះបីគេមានប៉ុស្តិ៍ទាហានដល់ទៅ3មានប៉ុស្តិ៍ប៉ូលីសមួយលើតំបន់ខ្ពស់ជាងគេនៅកោះគុជនឹងក្តីខ្មែរយើងហៅកោះគុជខ្ញុំស្រឡាញ់ពាក្យហ្នឹងពីព្រោះដូនតាយើងប្រែមកថាជាកន្លែងដែលស្អាតដូចគុជអញ្ចឹងដែលចេញពីក្រុមចេញពីលៀសដែលល្អដែលយើងយកមកពាក់ទៅមានតម្លៃថ្លៃហើយទឹកដូរពណ៌3 ដងក្នុងមួយថ្ងៃគឺទឹកសមុទ្រជាប់នឹងទឹកសាបហ្នឹងពេលណាមេឃថ្ងៃរះចេញមកគឺស្អាតបាទបក់ភ្លេចដូចកញ្ចក់អញ្ចឹងពន្លឺចាំងពីសមុទ្រមកដើមដងពន្ធរាយនៅតាមព្រំតាមឆ្នេរសមុទ្រហើយពេលណាមេឃសតុំតិចមករៀងទឹកសមុទ្រនឹងដូរពណ៌ទៅជាពណ៌ដែលគួរឲ្យចាប់អារម្មណ៍គឺពណ៌បៃតងលាយជាមួយនឹងពណ៌ខៀវឯមួយខាងទៀតនៃពណ៌បៃតងលាយជាមួយពណ៌ខៀវនោះគឺពណ៌រាងកម្មៅអញ្ចឹងក្នុងពេលតែមួយនឹងអាចដូរពណ៌3 ដងជាកោះដែលជាទីចាប់អារម្មណ៍ក្រៃលែងហើយថៃគេយកប្រយោជន៍ច្រើនណាស់បងប្អូនជីទៅមើលកោះគុជនឹងគឺពីត្រាតទៅអាចពីបង្កទៅត្រាតជីកប៉ាល់ហោះអាចជារថយន្តក៏បានហើយដល់ពេលដល់ត្រាតឡើងទៅដល់កោះគុជនឹងត្រូវជិះកប៉ាល់ទឹកហើយមានកប៉ាល់ទឹកគេក្នុងមួយថ្ងៃនឹងគេរត់មិនតិចជាង10 ជើងទេបាទទៅមកក្នុងរយៈពេល1 ម៉ោងពីត្រាតទៅកោះគុជនឹងហើយគេមានកោះចាងកោះម៉ាក់ហើយនៅកោះគុជចុងក្រោយហើយយើងស្ងាត់ស្ងៀមមែនទែនបាទបងប្អូនខ្មែរអត់ដឹងទេប៉ុន្តែខ្មែរយើងដែលធ្វើការជាពលករនៅក្នុងកោះគុជនឹងខ្ញុំសូមចំណាយពេលបន្តិចកន្លែងហ្នឹងគឺគាត់នៅកន្លែងហ្នឹង30-40 ឆ្នាំមកហើយ30 ឆ្នាំមកហើយអ្នកខ្លះប៉ុន្តែបានត្រឹមតែធ្វើជាពលកររបស់គេទេបងប្អូនហើយទេសចរចូលទៅក្នុងម្នាក់មិនចាយទាំងរីសតទាំងម្ហូបអាហារហើយគ្រឿងបរិភោគផ្សេងនេះគឺមានគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែគេយកចេញពីត្រាតហើយត្រាតនឹងកោះកុងពីត្រាតនឹងមកកោះគុជប្រវែងប្រហាក់ប្រហែលគ្នាតាមក៏เป็នកោះកុងយើងចិត្តជាងផងបាទចិត្តជាងពីត្រាតមកកោះគុជពីកោះកុងទៅកោះគុជដូច្នេះចម្ងាយរវាងហ្នឹងគឺបងប្អូនគួរដឹងថាជាទឹកដីរបស់ដូនតាយើងទេរឿងស្អីរដ្ឋាភិបាលយើងពង្រើយកន្តើយតាំងពីឆ្នាំ2001មកដែលលោកសុកអានបានកាត់សញ្ញេ MOU ជាមួយថៃហ្នឹងថៃហៅថា MOU 44ហ្នឹងយើងដឹងថា2021គឺ2001គឺពុទ្ធសករាជ2044ដូច្នេះខ្ញុំចង់បកមករឿងកោះគុជនឹងវិញក្នុងករណីនេះយើងស្នើបាទទទូចម្ដងហើយម្ដងទៀតឲ្យរដ្ឋាភិបាលដាក់ករណីកោះគុជទៅជាមួយជាកញ្ចប់បាទលោកអ៊ុំសម្បត្តិបានលើកមកមិញអញ្ចឹងជាកញ្ចប់ដើម្បីប្តឹងទៅតុលាការ ICJ ឲ្យរកយុត្តិធម៌ជូនកោះគុជផងតែបារាំងហៅថាកោះគុជហើយថៃហៅថាកោះខូតប៉ុន្តែខ្មែរយើងភាសារបស់យើងគឺកោះគុជព្រោះវាស្អាតដូចគុជអញ្ចឹងបាទស្អាតតែស្អាតជាងគុជទៅទៀតប៉ុន្តែគាត់អត់មានរោគវាដាក់កោះមាសវាមិនកើតព្រោះដែនដីយើងដែនដីសុវណ្ណភូមិទៅហើយដូច្នេះទ
តកតងលើចំណុចហ្នឹងខ្ញុំសូមឲ្យបងប្អូនជនរួមជាតិគ្រប់គ្រងនៅសំណើរបស់យើងក្នុងនាមជាប្រជាពលរដ្ឋបាទជំរុញឲ្យរដ្ឋាភិបាលដាក់ករណីកោះគុជនេះទៅតុលាការ ICJ ដើម្បីរកយុត្តិធម៌ឲ្យខ្មែរជូនបងប្អូនជនរួមជាតិដែលជាខ្មែរដែរហ្នឹងឲ្យបានកោះនឹងមកខ្មែរយើងគ្រប់គ្រងវិញពីព្រោះអីគេគ្រប់គ្រងទាំងស្ទើរតែទាំងស្រុងទៅហើយនិយាយខ្លីមកព្រោះថាមិនទាន់មានប្លង់រឹងឲ្យបានគ្រប់កន្លែងហើយក៏មិនហ៊ានសង់អគារណាដែរពីព្រោះក្នុងរយៈពេល10ឆ្នាំអភិវឌ្ឍនេះមិនមានអ្វីគួរជាទីព្រួយបារម្ភទេគឺគេនៅញញើតនឹងយើងនៅឡើយបងប្អូនដូច្នេះហើយខ្ញុំដឹងថាថៃគេបានបណ្ដោះគំនិតស្នេហាជាតិដល់មេទ័ពរបស់គេដល់កូនចៅរបស់គេដល់ប្រជាពលរដ្ឋរបស់គេរាប់សិបឆ្នាំមកហើយគេតែងតែនិយាយបង្រៀនប្រវត្តិសាស្ត្រខុសថាប្រវត្តិសាស្ត្រខុសយ៉ាងម៉េចថាទឹកដីសៀមរាបក្តីបាត់ដំបងក្តីពោធិ៍សាត់ក្តីនិយាយខ្លីមកគឺហ៊ានដល់និយាយដល់ភ្នំពេញបាទជាទឹកដីរបស់ថៃនេះជាក្នុងប្រវត្តិសាស្ត្ររបស់គេហើយខ្មែរយើងទេដែលយកទឹកដីគេប៉ុន្តែសួរថាតើរវាងថៃហើយនិងខ្មែរតើប្រទេសណាកើតមុនបាទដូច្នេះឈ្មោះប្រាសាទទាំងឡាយនៅក្នុងស្រុកថៃជាឈ្មោះប្រាសាទរបស់ខ្មែរឬក៏ជាឈ្មោះប្រាសាទរបស់ថៃអញ្ចឹងបងប្អូនពិចារណាកន្លែងហ្នឹងគេយកទឹកដីយើងគេអត់ហ៊ានញញើតឲ្យយើងម្ចាស់ទឹកម្ចាស់ដីនេះយើងរឿងអីយើងខ្លាចការពារយើងខ្លាចទាមទារយកករណីនឹងទៅប្តឹងនៅតុលាការអន្តរជាតិ ICJ តុលាការយុត្តិធម៌អន្តរជាតិនេះជាសំណើរបស់យើងទាំងអស់គ្នាលោកអ៊ុំសំអានសូមបន្ថែមកន្លែងនឹងបន្តិចពីព្រោះអីជាចំណុចសំខាន់ណាស់ខ្ញុំស្ដាយពេលបានទៅឃើញនេះផ្កាថ្មដែលយកពីកោះគុជមកបាទបងប្អូនស្អាតណាស់ណាបាទខ្ញុំមិនមែននិយាយឲ្យគ្រួសារខ្ញុំស្រក់ទឹកភ្នែកបាទមិនមែនតែនិយាយឲ្យអត់មានសាកសីទេនេះបេះដូងរបស់ខ្ញុំបាទសូមឲ្យបងប្អូនជនរួមជាតិមើលឲ្យច្បាស់មិនមែនតែថ្មធម្មតាទេយើងមានដល់ផ្កាថ្មថែមទៀតបាទអស្ចារ្យណាស់ខ្ញុំសូមធ្វើការបរិយាយប៉ុណ្ណេះសិនទាំងក្តុកក្តួលប៉ុន្តែយើងត្រូវតែហ៊ានពុះពៀបាទដូនតាយើងបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីដើម្បីកូនចៅជំនាន់ក្រោយហើយរដ្ឋាភិបាលបច្ចុប្បន្ននេះត្រូវតែប្តឹងបាទករណីនេះភ្ជាប់ជាមួយជាកញ្ចប់បាទជាមួយប្រាសាទតំន់តូចតំន់ធំអីហ្នឹងប្រាសាទអស់នោះក៏ជាប្រាសាទខ្មែរដែរវាឈ្មោះតំន់តូចតំន់ធំប្រាសាទវេទមន្តតូចវេទមន្តធំប្រាសាទតាកបីឬក៏ប្រាសាទឬក៏កោះមុំបីទាំងអស់ហ្នឹងកន្លែងទាំងអស់ហ្នឹងសុទ្ធតែជាទឹកដីរបស់ខ្មែរយើងទេដូច្នេះយើងត្រូវតែធ្វើអ្វីដែលត្រូវយើងអត់ទាមទាររបស់គេទេយើងទាមទាររបស់យើងចោលលួចពីយើងទៅគូផែនទីคล้ายរឿងអីយើងញញើតនឹងទាមទារយកវិញយើងប្តឹងព្រោះនៅក្នុងពិភពលោកនេះយើងមានតុលាការអន្តរជាតិមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាអ្នកមើលការខុសត្រូវដល់ប្រទេសដែលជាសមាជិកទាំង197ប្រទេសហើយប្រទេសណាមួយមើលងាយរំលោភប្រទេសណាមួយទៀតនោះឲ្យយុត្តិធម៌ឃើញទៅរកយុត្តិធម៌ឲ្យទៅខ្ញុំយល់ថាយើងមានប្រៀបលើថៃច្រើនបាទយើងដឹងហើយថៃបានទទួលស្គាល់យុត្ថាធិការរបស់ ICJ ហ្នឹងបានប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ តាំងពីឆ្នាំ1946មកឆ្នាំ60បានប្រកាសបដិសេធយុត្ថាធិការរបស់ ICJ ហើយកម្ពុជាយើងបានប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ ហ្នឹងតាំងពីឆ្នាំ57បាទយើងមួយទៀតយើងឃើញថាលោកហ៊ុនម៉ាណែតបានថ្មីនេះបានបង្កើតគណៈកម្មការមួយដើម្បីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ យើងយល់ថាជារឿងល្អហើយគណៈកម្មការគឺលោកប្រាក់សុខុនជាប្រធានមានអនុប្រធានដោយលោកកើតរិទ្ធដោយលោកឡាំជាអីជាដើមជាអនុប្រធានណាជារឿងល្អគាត់បង្កើតគណៈកម្មការហ្នឹងដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ ហើយនឹងជ្រើសរើសមេធាវីជួលមេធាវីអន្តរជាតិដើម្បីតតាំងក្តីនៅ ICJ ហ្នឹងហើយតាម Facebook របស់លោកហ៊ុនម៉ាណែតបានបញ្ជាក់ថាថ្ងៃទី15គឺថ្ងៃស្អែកនេះនឹងប្តឹងជាផ្លូវការទៅ ICJ ដូច្នេះយើងចាំមើលថាគាត់ប្តឹងឬអត់ថ្ងៃស្អែកនេះយើងតាមដានទាំងអស់គ្នាហើយខ្ញុំយល់ថា
បាច់ចាំប្រជុំIC JBC នោះទេ JBC បាទគណៈកម្មការចម្រុះព្រំដែន JBC ហ្នឹងថ្ងៃស្អែកមិនបានជោគជ័យទេហើយលោកម្នាក់ថាបើសិនជាការប្រជុំថ្ងៃហ្នឹងហើយថ្ងៃស្អែកហ្នឹងបបួលថៃឡើងទៅ ICJ ជាមួយគ្នាប៉ុន្តែទោះបីជាថៃមិនព្រមឡើងទៅ ICJ ក៏គាត់ប្តឹងទៅ ICJ ដែរអាហ្នឹងបញ្ជាក់ចំហបានច្បាស់លាស់អញ្ចឹងខ្ញុំថ្ងៃស្អែកហ្នឹងក៏មិនចាំយូរពេកខ្ញុំយល់ថាដាក់យកតែម្ដងទៅដាក់ទៅ ICJ ទៅហើយខ្ញុំយល់ថាចរចាថ្ងៃហ្នឹងគួរតែនិយាយជាមួយថៃហើយរឿងបបួលថៃឡើងទៅ ICJ ហ្នឹងដូច្នេះស្អែកយើងយល់ថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតក៏រៀបទៀតគឺដាក់ពាក្យបណ្ដឹងយកតែម្ដងហើយយើងចាំមើលសេចក្តីប្រកាសពី ICJ មកថាបានទទួលរឿងក្តីហ្នឹងហើយឬនៅអាហ្នឹងបានយើងអបអរសាទរជាផ្លូវការហើយដំណើរការខ្ញុំយល់ថាវាដាក់ពាក្យបណ្ដឹងគឺយើងដាក់ពាក្យបណ្ដឹងហើយដំណើរការវាអាស្រ័យទៅលើស្ថានភាពនៃព្រំដែនប្រាសាទទាំង3ហើយនឹងមុំ3ហ្នឹងវាមានភាពស្មុគស្មាញឬអត់ប៉ុន្តែយើងមើលកម្ពុជាយើងជាមួយថៃកាលឆ្នាំ62គឺយើងដំណើរការតែ3ឆ្នាំតាយើងផ្ដើមឆ្នាំ57ថៃចូលកាន់កាប់ប្រាសាទព្រះវិហារឆ្នាំ54ដល់ឆ្នាំ59យើងផ្ដើមឆ្នាំ62តែយើងឈ្នះក្តីនៅ ICJ ករណីប្រាសាទព្រះវិហារជាង3ឆ្នាំទេហើយយើងមើលករណីហ្វីលីពីនជាមួយចិនផ្ដឹងហ្វីលីពីនផ្ដឹងចិនទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA ករណីតំបន់ថ្មប្រប្រាស់ទឹកស្កាបូរូនៅប្រជុំកោះស្ប៉ាលីហ្នឹងគឺផ្ដឹងឆ្នាំ2013ឈ្នះក្តីដែលហ្វីលីពីនឈ្នះក្តីទៅលើចិនហ្នឹងឆ្នាំ2016 3ឆ្នាំទេអញ្ចឹងដំណើរការភាគច្រើនគឺ3ឆ្នាំឯនៅ ICJ ប៉ុន្តែករណីនេះសិង្ហបុរីជាមួយម៉ាឡេស៊ីគឺនៅតំបន់គេហៅថាSouth Edge ហើយនឹង Middle Rocks ហើយនឹង Panda តំបន់នោះខ្ញុំភ្លេចហើយបាទ Panda Bratka មិនទេបាទតំបន់នោះមានអីទេបាទតំបន់នោះគឺគេបានប្តឹងទៅ ICJ ប្តឹងទៅ ICJ ហ្នឹងគឺប្រើរយៈពេលរហូតដល់តាំងពីទសវត្សរ៍ទី80មករហូតដល់ឆ្នាំ2008គឺរយៈពេល20ឆ្នាំជាងវាមានបញ្ហាស្មុគស្មាញវាពាក់ព័ន្ធដែនសមុទ្រណាបាទអញ្ចឹងវាចំណាយពេលរហូតដល់20ឆ្នាំជាងហ្នឹងដូច្នេះវាអាស្រ័យទៅលើករណីហ្នឹងបាទគឺតំបន់គេហៅថាតំបន់Petra Branca បាទនៅរវាងម៉ាឡេស៊ីហើយនិងសិង្ហបុរីហ្នឹងគេបានកាត់ក្តីរយៈពេល20ឆ្នាំជាងបាទដូច្នេះខ្ញុំយល់ថារឿងក្តីនេះប្រហែលជាអាចមកត្រឹម3ឆ្នាំទៅ4ឆ្នាំហ្នឹងយើងអាចឈ្នះក្តីនៅ ICJ ហើយដូច្នេះមានគឺថៃដូចខ្ញុំថាត្រូវតែអនុវត្តទៅតាមសាលក្រមរបស់ ICJ ហើយមួយទៀតការដែលប្រឹងនេះគឺចំថ្ងៃតែម្ដងស្អែកហ្នឹងគឺចំថ្ងៃខួបទី63ដែលកម្ពុជាឈ្នះក្តីនៅ ICJ ហ្នឹងករណីប្រាសាទព្រះវិហារព្រោះយើងឈ្នះក្តីករណីប្រាសាទព្រះវិហារហ្នឹងគឺថ្ងៃទី15ខែមិថុនាឆ្នាំ1962អញ្ចឹងថ្ងៃស្អែកហ្នឹងគឺថ្ងៃទី15មិថុនាឆ្នាំ2025ឃើញទេអញ្ចឹងខួប63ឆ្នាំដែលយើងឈ្នះក្តីហ្នឹងដែលរដ្ឋាភិបាលគាត់យកថ្ងៃពិសេសហ្នឹងដើម្បីប្តឹងណាបាទហើយខ្ញុំដឹងហើយករណីមួយទៀតគឺករណីកោះគុតនេះគឺខ្ញុំឃើញមានសារព័ត៌មានថៃឈ្មោះ The Nation បងព្រីគេប្រហែលឃើញនេះផែនទីខ្ញុំបានជជែកក្នុងក្រុមដែរឃើញផែនទីនេះខ្ញុំអស់សំណើចដែរផែនទីហ្នឹងថៃគេថាគេយកមាននេតិហ៊ាន2នាក់ទៅយកពីប្រទេសបារាំងមកគេសិក្សាបងប្អូនជនរួមជាតិជាចំណុចសំខាន់ដែលលោកហ៊ុនសែនលើកធ្វើបទបង្ហាញនេះពីព្រោះផែនទីនេះគឺជាផែនទីคล้ายផែនទីគូសបំភ្លើសពីលើផែនទីដើមឆ្នាំ1907ដែលមានឯកភាពគ្នារួចទៅហើយប៉ុន្តែដើម្បីយកទឹកដីយើងគេគូសពិចិត្រជាងមិនសូមលោកបានបកស្រាយមកពេលវេលារបស់យើងមានយ៉ាងយូរ5នាទីបាទផែនទីនេះគឺខ្ញុំឃើញកាសែត Nation គេថាគេនឹងយកផែនទីហ្នឹងមកប្តឹង
មកចរចាជាមួយកម្ពុជារឿងកោះគុតហើយប្រាប់មកកម្ពុជាថាកោះគុតជារបស់ថៃផែនទីនោះគឺផលិតឆ្នាំ1927ផែនទីថាផែនទីបារាំងដល់ខ្ញុំមើលទៅផែនទីនេះផែនទីបារាំងមានប៉ុន្តែថៃយកមកគូបន្ថែមនេះចំណុចនេះផែនទីហ្នឹងចំណុចដែលគូបន្ថែមខ្ញុំបង្ហាញឥឡូវនេះលោកអ៊ុំស្មានគេថាផែនទីបារាំងឆ្នាំ1927តែបារាំងមានទៅគ្រប់គ្រងទៅគូសផែនទីនឹងទៀតឯកភាពគ្នារួចទៅហើយឆ្នាំ2007 20ឆ្នាំក្រោយមកហ្នឹងយើងគួរជឿកន្លែងហ្នឹងទេបងប្អូនអាហ្នឹងសូមបន្តទៀតចុះបារាំងមិនដែលទៅគូសផែនទីសូមបញ្ជាក់ម្ដងទៀតនោះទេព្រោះគេបានសម្រេចរួចទៅហើយកាលពីឆ្នាំ1907បាទផែនទីបារាំងគឺផែនទីព្រំដែនគោកគេធ្វើឆ្នាំ1908បាទហើយផែនទីនេះគេធ្វើឆ្នាំ1927ដែលតាក់ទងនឹងព្រំដែនទឹកបារាំងនៅគ្រប់គ្រងយើងវាអាចបារាំងធ្វើប៉ុន្តែត្រង់ថាថៃវាខូចវាយកផែនទីដើមហ្នឹងមកគូបន្ថែមនេះតែចំណុចនេះផែនទីដែលខ្ញុំបង្ហាញមិញហ្នឹងផែនទីដើមរបស់វានេះផែនទីហ្នឹងយកមកគូបន្ថែមខ្សែ73នេះខ្សែនេះព្រំដែនចេញពីអញ្ចេះមកព្រំដែនគោកមកចេញមកអញ្ចឹងមកដល់ចាំយាមនេះហើយគូខ្សែ73នេះហើយគូខ្សែ73ហ្នឹងខ្សែហ្នឹងថៃគូជាឯកតោភាគីឆ្នាំ73តាហើយតែយើងសួរថាបារាំងចេញពីកម្ពុជាតាំងពីឆ្នាំ53 54ហេតុអីបានមកគូខ្សែ73ហ្នឹងឲ្យថៃយកតែសម្បត្តិយើងហើយនៅកោះគុតអញ្ចឹងមើលថាថៃខូចវាគូខ្សែហ្នឹងហើយខ្ញុំប្រឌិតមើលទៅខ្សែហ្នឹងទី1វាដាច់ហ្នឹងគឺកាត់គ្នាជាខ្សែព្រំដែនលើគោកនេះដែលយើងមើលទៅយើងដឹងថាគូបន្ថែមคล้ายៗទៅម្ដងហើយខ្សែហ្នឹងខ្មៅពេកខ្មៅជាងខ្សែដែលគូលើព្រំដែនគោកនេះដែលខ្មៅលេលឿងហើយឃ្លាតឆ្ងាយកំណាត់ដាច់ហ្នឹងប៉ុន្តែនេះកាត់ជាងដាច់ហ្នឹងកាត់ជាងអញ្ចឹងខ្ញុំថាថៃខូចតែមកគូបន្ថែមលើផែនទីបារាំងហើយបញ្ជាក់ថាដែនសមុទ្រនេះជារបស់គេហើយកោះគុតនេះជារបស់គេឃើញទេដូចជាថៃខូចអាហ្នឹងនេះខ្សែ73នេះលន់ណុលគូខ្សែ72ណាឆ្នាំ72ដល់ថៃឆ្នាំ1973គូខ្សែ73នេះឃើញទេខ្សែក្រហមនេះអញ្ចឹងថៃវាខូចមកគូខ្សែ73ហ្នឹងមកលើផែនទីបារាំងហ្នឹងហើយបញ្ជាក់ថាដែនសមុទ្រនេះរបស់គេហើយកោះគុតនេះរបស់គេបារាំងគេគូឲ្យទៅខាងថៃអញ្ចឹងថៃនឹងខូចផែនទីដែលប្រើផែនទីព្រំដែនគោកនេះក៏ប្រើផែនទីคล้ายៗគូខ្លួនឯងណាហើយដល់នេះផែនទីគោកនេះផែនទីព្រំដែនគោកឃើញទេក៏គូខ្លួនឯងคล้ายៗដល់ផែនទីព្រំដែនទឹកកោះគុតហើយនឹងដែនសមុទ្រទូស៊ីគ្នាហ្នឹងក៏យកផែនទីបារាំងមកគូបន្ថែមដើម្បីបន្លំមហាជនបន្លំអន្តរជាតិថាដែនសមុទ្រនោះជារបស់ខ្លួនបារាំងគូឲ្យខ្លួនតែពិតគូបន្ថែមឆ្នាំ73សោះហើយបារាំងគូមែនទែនគូពីចាំយាមទៅដល់ចំណុចខ្ពស់ជាងគេទៅកោះគុតអានេះវាត្រង់បាទបារាំងគូមែនទែនគឺមកដល់នេះឡើយឆ្នេរចាំយាមខាងត្រង់ទៅមកដល់ហ្នឹងបើចេញពីឆ្នេរមកបុកចំចំណុចខ្ពស់បំផុតនៃកោះគុតនៅផែនទីបារាំងនេះផែនទីបារាំងឲ្យឃើញទាំងអស់គ្នាបាទនេះផែនទីបារាំងពិតប្រាកដនេះផែនទីបារាំងគឺចេញពីឆ្នេរមកបុកចំចំណុចខ្ពស់បំផុតនៃកោះគុតអញ្ចឹងកោះគុតយើងហោចពាក់កណ្ដាលជារបស់យើងអាហ្នឹងបានផែនទីបារាំងតែផែនទីដែលកោះគូបន្ថែមនេះយកដែនសមុទ្ររបស់យើងហ្នឹងបាទវាគូតាមខ្សែ73ដែលថៃគូឆ្នាំ73នេះដែលយកដែនសមុទ្រខ្មែរយើងនឹងកោះគុតហើយមកបន្លំថាផែនទីបារាំងលោកអ៊ុំបានកាន់ផែនទីទាំងពីរនឹងម្ដងទៀតដាក់ដូចមិញអញ្ចឹងហើយលោកអ៊ុំសំអានបានមានប្រសាសន៍រៀបមួយទៀតផែនទីបារាំងផែនទីបារាំងនេះហើយខ្ញុំនឹងអធិប្បាយតិចបាទនេះបងប្អូនមើលកន្លែងកោះគុជបាទនឹងកោះដែលផែនទីបារាំងគូនិងផែនទីថៃគូតាមក្រោយបារាំងចាក់មកក្រោមហ្នឹងលោកអ៊ុំសំអានក៏បានមានជាសំណួរដែរសួរថាបើបារាំងគូបែបនឹងឲ្យថៃតែបារាំងត្រូវការដឹកទំនិញចេញពីកម្ពុជាចេញពីកោះកុងហ្នឹងត្រូវទៅណាត្រូវសេវត្រូវបើកាត់មកទៅកន្លែងណាបើគូបិទទឹកផ្លូវខ្លួនឯងបាត់ទៅហើយហ្នឹងអានេះចង់ឲ្យបងប្អូនយើងដឹងកន្លែងហ្នឹងចំណុចហ្នឹងល្អណាស់បាទ
ពីព្រោះជាគូត្រង់អានឹងបានប្រាំងចេញរួចធម្មតាសម័យនោះយើងដឹងអានឹងគឺជាក់ស្ដែងណាស់ដែលថៃគូបំភ្លឺបាទអញ្ចឹងផែនទីព្រំដែនគោកក៏ប្រើផែនទីคล้ายៗដល់ផែនទីព្រំដែនទឹកក៏ប្រើផែនទីคล้ายប្រើផែនទីคล้ายៗដែលគូបន្ថែមទៅលើផែនទីបារាំងឃើញទេអញ្ចឹងឲ្យមកប្រកាសតាមកសែត Nation នេះថាអូផែនទីបារាំងកាត់កោះគុតឲ្យនឹងដែរសមុទ្រទំហំ 26,000 គីឡូម៉ែត្រហ្នឹងឲ្យថៃហើយតាមពិតខ្លួនឯងគូបន្ថែមខ្សែ73ដែលខ្លួនឯងគូឆ្នាំ73ហើយបារាំងចេញពីកម្ពុជាតាំងឆ្នាំ54ហ្នឹងរឿងអីបារាំងមកគូបន្ថែមនេះអញ្ចឹងខ្សែ73អញ្ចឹងបើថាថៃនេះខូចណាស់បាទមកខ្លែងបន្លំឯកសាររបស់គេហ្នឹងថាជាឯកសារដើមតាមពិតឯកសារខ្លួនឯងខ្លាយគូបន្ថែមទៅលើផែនទីរបស់គេអាហ្នឹងចឹងហើយបានជាថៃអត់ចង់ហ៊ានឡើងទៅតុលាការ ICJ ហើយដូច្នេះយើងមានព្រៀបលើយើងកុំញញើតនឹងដាក់ពាក្យបណ្ដឹងនឹងទៅនេះជាចំណុចដែលយើងសរុបមកវិញណាបាទព្រោះយើងមានចឹងហើយបានចឹងហើយបានជាថៃអត់ហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទេអាព្រំដែនគោកនេះក៏ហ៊ានឡើងជាមួយយើងបាទព្រំដែនទឹកនេះកោះគុតហើយនឹងដែរសមុទ្រទូស៊ីគ្នា 26,000 គីឡូម៉ែត្រនេះក៏ហ៊ានឡើងជាមួយយើងដែរព្រោះគូផែនទីคล้ายបន្ថែមទៅលើផែនទីបារាំងនេះពីដែនទឹកហើយនឹងកោះគុតហ្នឹងហើយដោយបងរាជានិយាយអញ្ចឹងបើសិនជាបារាំងគូខ្សែ73នេះគូអញ្ចឹងតើបារាំងដឹកតំណែងចេញពីឆ្នេរនៅចាំយាមហ្នឹងទៅស្រុកបារាំងទៅសមុទ្រអន្តរជាតិចេញតែមិនរួចចតកប៉ាល់ចតមិនបានណាកន្លែងនេះឃើញទេបើគូអញ្ចឹងហ្នឹងអញ្ចឹងបារាំងគេមិនឆោតទេគេគូដើម្បីឲ្យគេចំណេញដឹកតំណែងចេញទៅសមុទ្រអន្តរជាតិបានអញ្ចឹងថៃហ្នឹងគឺថាមកបោកប្រាស់គេចាប់តន់អាហ្នឹងថាគេដេញតន់ចនកែបាទហើយរឿងកោះគុតនេះខ្ញុំឃើញលោកបណ្ឌិតនេះលោកបណ្ឌិតអ៊ុនសផលទៅតែបាទគាត់បង្ហោះព័ត៌មានហ្នឹងក៏ប៉ុន្តែបើមិនសមមិនខ្ញុំមើលទៅបង្ហោះពីមិនសមថ្ងៃមិនសមមិនខ្ញុំចូលមើលទៅបាត់លុបបាត់បាទលុបបាត់ទៀតហើយកាលមុនគាត់ផុសម្ដងលុបបាត់ដែរបាទលមុនផុសម្ដងក៏លុបបាត់ដែរហើយជាអាចមានគំនាបពីរដ្ឋាភិបាលលហ៊ុនម៉ាណែតគេឲ្យលុបចោលណាបាទប៉ុន្តែគាត់ចង់និយាយពីកោះគុតនោះច្រើនណាព្រោះគាត់បញ្ជាក់នៅក្នុងឯកសារនេះសភៅដំណើរឆ្ពោះមកទិសខាងលិចការបាត់បង់ទឹកដីនៅទឹកដីណាកម្ពុជាបាត់បង់ទឹកដីនៅភាគខាងលិចរបស់បណ្ឌិតអ៊ុនសផលនេះបានបញ្ជាក់ថាកោះគុតជារបស់យើងបងប្អូនអានទៅបាទធំណាស់លោកអ៊ុំសម្បានធំណាស់ផ្ទៃទឹកយើង 26,000 គីឡូម៉ែត្រការ៉េគេទៅ 30,000 គីឡូម៉ែត្រ 30,000 គីឡូម៉ែត្រការ៉េរួមទាំងកោះគុជផងច្រើនមែនទែនរឿងអីយើងមិនប្តឹងអានេះជាចំណុចសំខាន់មែនទែនបាទហើយបណ្ឌិតអ៊ុនសផលបានបញ្ជាក់ថាបុព្វហេតុនៅពីក្រោយនៃការឈ្លានពាននៅតំបន់មុំបីហ្នឹងហើយប្រាសាទទាំង3ហ្នឹងគឺថៃមកវ៉ែពីកោះគុតមកគាត់ថាអ្វីដែលថៃបារម្ភបំផុតនោះគឺការបាត់បង់គាត់បង្ហោះហ្នឹងខ្ញុំប៉ុន្តែខ្ញុំបាន copy យកមកបង្ហោះបន្ថែមប៉ុន្តែក្រោយមកក៏លុបចោលបាទគាត់ថាអ្វីដែលថៃបារម្ភខ្លាំងបំផុតនោះគឺការបាត់បង់កោះគុតជាកំណត់ទ្របមហាសាលដែលកំពុងទាញយកប្រយោជន៍ក៏ប៉ុន្តែដើម្បីមកវ៉ែស្ថានភាពចេញពីកោះគុតគេបង្កដំណោះនៅមុំបីប្រាសាទតំនតូចប្រាសាទតំនធំនិងប្រាសាទតាកបីគាត់ថាកោះគុតនោះគឺជាអាវុធគ្រប់គ្រងធ្ងន់ធ្ងររបស់កម្ពុជាសម្រាប់ដាក់នៅលើតុចរចាសូមគម្រុញរាប្រើយុទ្ធសាស្ត្ររបស់ថៃទាមទារឈ្នះបានដីចាញ់រួចខ្លួនយើងយកបញ្ហាកោះគុតមកដាក់លើតុចរចាឈ្នះបានកោះគុតបើចាញ់រួចខ្លួនមិនខាតបងអ្វីទេគាត់ឲ្យយើងយកអាកោះគុតនឹងដាក់មកចរចាឬក៏ប៉ុណ្ណឹងតែឯកភាពជាមួយយើងដែរបាទតែឯកភាពជាមួយយើងដែរទោះបីគាត់នៅខាងក្នុងក្តីបាទទោះបីគាត់នៅក្នុងប្រទេសក៏ដោយគាត់ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតក៏ដោយហើយគាត់ជាមន្ត្រីជាន់អតីតមន្ត្រីជាន់ខ្ពស់ការទូតនៅប្រទេសស៊ុយអែតណាបាទហើយគាត់ថារហូតដល់ពេលនេះភាគីថៃនៅតែសពិចសពិលអំពីខ្សែបន្ទាត់រត់កាត់កោះគុតប្រៀបដូចជាខ្សែបន្ទាត់ព្រៃវយាអញ្ចឹងដែរទោះបីបារាំងមិនបានសរសេរថាខ្សែបន្ទាត់ព្រំដែនទឹកក៏ដោយក៏ខ្សែបន្ទាត់នេះបានបែងចែកទឹករវាងកម្ពុជានិងថៃរួចទៅហើយតើវាមានន័យថាដូចម្ដេចក៏ចង់និយាយថាកោះគុតជារបស់យើងក៏ប៉ុន្តែគាត់បាននិយាយដែរថាពីមុនគាត់បង្ហោះរឿងកោះគុតឥឡូវបង្ហោះទៀតពីមុនបង្ហោះហ្នឹងគាត់ថាមានអ្នក
ចង់លៀបពោគាត់ហ្នឹងទៅជាក្រុមជលនិយមឬក្រុមបកប្រឆាំងគាត់ចង់និយាយចឹងគាត់ថាគាត់ពេលនេះគាត់ជាឈាមខ្មែរដែរគាត់ស្រក់បានឈាមស្រក់នៅលើទឹកដីចឹងថាគាត់បានកើតនៅលើទឹកដីហ្នឹងគាត់ត្រូវតែការពារទឹកដីគាត់បានមហូរឈាមក្រុមគ្រួសារគាត់បានមហូរឈាមការពារទឹកដីហ្នឹង5នាក់អស់បាទដូច្នេះវាមានខ្មែរយើងស្នេហាជាតិដែរប៉ុន្តែដោយសាររដ្ឋាភិបាលលោកមិនហេតុហ្នឹងអាចគម្រាមកំហែងអញ្ចឹងគាត់អត់ហ៊ានមកចេញជាសាធារណៈបាទហើយគាត់បាននេះបាននិយាយនៅតាមប្រេសយុនេះប្រេសយុសម្ភាសគាត់ក្រោយមកប្រេសយុលុបចោលទៀតបាទខ្ញុំឃើញក្នុង fresh news ដែរខ្ញុំឃើញដែរពីថ្ងៃមុននេះបាទលុបបាត់ទៀតលុបចោលទៀតមកហើយលុបចោលទៀតមកអាចមានការគម្រាមកំហែងដាក់សម្ពាធពីរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនចង់ទាមទារយកកោះគុតយ៉ាងម៉េចសម្ភាសជាមួយfresh news នោះមនិតអិនសផលហ្នឹងគាត់លើកយកចំណុចចំនួន9ដែលបញ្ជាក់ថាកោះគុតជារបស់យើងប៉ុន្តែវាវែងពេកខ្ញុំមិនលើកទេដោយសារវាវែងពេកគាត់និយាយថាបាទពេលយើងអត់ផងបាទដាក់ផុសនៅក្នុង page លោកអ៊ុំសមានចឹងបាទខ្ញុំ page ផុសនៅក្នុង page ខ្ញុំហ្នឹងមើលទៅហើយនេះបង្គោលបារាំងបង្គោលបារាំងដែលគេបោះនេះដែលខ្លះដែលស្គាល់បង្គោលបារាំងណាបង្គោលបារាំងហ្នឹងគឺបោះឆ្នាំ1908ដល់1909ចំនួន73បង្គោលហ្នឹងគឺបាទគេមាននេះគេមានអក្សរសៀមជាភាសាបារាំងភាសាអង់គ្លេសណានេះក្រុងសាមបាទភាសាខ្មែរនេះភាសាថៃបាទនេះបង្គោលហ្នឹងចំនួន73បង្គោលគឺគេបោះតាំងពីឆ្នាំ1908ដល់1909នៅលើព្រំដែន804គីឡូម៉ែត្រ804គីឡូម៉ែត្រដែលកម្រិតទៅតាមបង្គោល73ហ្នឹងលេខរៀងពីខាងជើងពីខាងជើងទៅត្បូងចាប់ពីលេខ1នៅព្រំដែនរួមខ្មែរសៀមនិងឡាវ3តំបន់មុំ3ហ្នឹងរហូតដល់បង្គោល73នៅចាំយាមក្រុងខេមរៈភូមិន្ទបង្គោលហ្នឹងមុនដំបូងគេបោះបង្គោលឈើឯងប៉ុន្តែដល់ឆ្នាំ1918និង1919គេចំនួនដោយបង្គោលស៊ីម៉ង់ដែលខ្ញុំបង្ហាញមិញហ្នឹងណាបាទហ្នឹងបង្គោលហ្នឹងគេធ្វើទៅតាមផែនទីដែលធ្វើឆ្នាំ1908យកទៅតាមសន្ធិសញ្ញាប្រាំងសៀមឆ្នាំ1904និង1907ដូច្នេះវាមិនបញ្ជាក់ច្បាស់ណាបាទទឹកដីហ្នឹងជាទឹកដីរបស់យើងហើយនេះមនិតសផលក៏បានបង្ហាញដែរផែនទីដែលថៃវាគូសឆ្នាំ73ដែលយកកោះគុតហើយនឹងដែរសម្បត្តិទូស៊ីគ្នាហ្នឹងគឺគូសយកកោះគុតតែម្ដងហើយដែលសម្បត្តិហ្នឹងគូសយកតែម្ដងក៏ទៅតាមសន្ធិសញ្ញាប្រាំងសៀមឆ្នាំ1904 1907ហើយនឹងអនុសញ្ញាទីក្រុងសឺណែវឆ្នាំ1958ដែរប៉ុន្តែដល់គូឆ្នាំ73គឺយកទៅតាមសន្ធិសញ្ញាប្រាំងសៀមឆ្នាំ1900ដល់គូឆ្នាំ72ដល់គូឆ្នាំ72សំទោសដល់គូឆ្នាំ72 1972យកទៅតាមសន្ធិសញ្ញាប្រាំងសៀមឆ្នាំ1907ហើយនឹងអនុសញ្ញាទីក្រុងហ្សឺណែវស្ដីពីខ្ពស់រាបបាតសមុទ្រឆ្នាំ1958ហើយនេះគាត់បានបង្ហាញពីការដោះដូរដីនៅខេត្តទាំងប្រមាណហើយនឹងបញ្ជាក់ថាកោះគុតជារបស់យើងណាបាទបងប្អូនចូលមើលទៅក្នុង page Facebook អ៊ុំសមាន page Facebook ខ្ញុំហ្នឹងខ្ញុំបានបង្ហោះដូច្នេះមានន័យថាកោះគុតហ្នឹងគឺបញ្ជាក់ថាជាកោះរបស់យើងក៏ប៉ុន្តែថៃបានរំលោភបំពានមកលើទឹកដីយើងហើយបងប្អូនបានឃើញវីដេអូនេះហើយលោកឡាំជាបង្ហាញតាំងពីឆ្នាំ2011បញ្ជាក់ថាប្រាសាទតំបន់តូចប្រាសាទតំបន់ធំប្រាសាទតាកបីស្ថិតនៅលើដីយើងតាមផែនទីដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាប្រាំងសៀមឆ្នាំ1907ហើយផែនទីនេះផលិតឆ្នាំ1908ឃើញទេដូច្នេះបើយើងឡើងទៅកាន់តុលាការអន្តរជាតិគេយកផែនទីនោះគេអត់យកផែនទីថៃជាផែនទីយោធាដែលថៃគូសខ្លួនឯងនេះទេអត់យកផែនទីថៃគូសคล้ายៗនេះទេដូច្នេះយើងនៅពេលដែលថៃឡើងទៅជាមួយយើងគេ ICJ នឹងយកផែនទីបារាំងប្រកាសជាយើងឈ្នះ 100% ផែនទីនេះគេមើលទៅផែនទីថៃនេះអញ្ចឹងហើយបើថៃខ្លាចអត់ហ៊ានឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ អញ្ចឹងយើងមានប្រៀបហើយកុំចាំយូរទៀតហើយរឿងនេះបើសិនជាដោះស្រាយទ្វេភាគីតាមរយៈយន្តការគណៈកម្មការចម្រុះ JBC ហ្នឹងចរចា
1 លានឆ្នាំទៀត100ឆ្នាំទៀតក៏មិនអាចឯកភាពគ្នាដែរឯកភាពដល់យើងឲ្យប្រាសាទទាំង3ហ្នឹងទៅថៃតំបន់មុំ3ទៅថៃណាបាទអរគុណបាទហ្នឹងហើយអរគុណលោកសមានយើងពេលវេលាយើងលើសឡើង20នាទីប៉ុន្តែជាព័ត៌មានសំខាន់ខ្ញុំមិនអាចឈប់កើតហើយក៏សូមដឹងបងប្អូនជនរួមជាតិសូមជួយចែករំលែកនៅព័ត៌មានដ៏សំខាន់នេះទៅដល់អ្នកដទៃដើម្បីជួយផ្សព្វផ្សាយនៅព័ត៌មានពិតដែលជាព័ត៌មានយើងមានឯកសារយោងទៅតាមផែនទីបារាំងសៀមឆ្នាំ1909-1907ហើយពេលនោះបារាំងជាអ្នកគ្រប់គ្រងជាអាណានិគមរបស់យើងអត់មានដឹងទេបាទខ្មែរអត់មានបានទៅឯកភាពគ្នាជាមួយសៀមទេប៉ុន្តែបារាំងជាអាណានិគមបានឯកភាពគ្នាជាមួយសៀមបានគូសផែនទីបញ្ជាក់ច្បាស់ហើយនៅក្នុងក្រឹត្យក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក៏បានចែងដែរថាផែនទីអាណានិគមគឺជាផែនទីដែលគេយកជាផ្លូវការដូច្នេះហើយបានជាថៃភ័យស្លន់ស្លោរហូតដល់គម្រាមថាបើសិនជាហ៊ានយកករណីកោះគុតទៅប្តឹងនៅ ICJ តុលាការយុត្តិធម៌អន្តរជាតិគេនឹងមានសង្គ្រាមដូច្នេះបើយើងចាញ់គេយើងនឹងបាត់បង់ទឹកដីបើយើងធ្វើយើងមានការគាំពៀពីច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាក្រុងប៉ារីសក៏ដូចជាប្រជាពលរដ្ឋបាទជាពិសេសប្រជាពលរដ្ឋគាត់ដឹងច្បាស់បាទគាត់បានសិក្សាស្រាវជ្រាវប្រជាពលរដ្ឋមួយចំនួនធំគាត់បានសិក្សាស្រាវជ្រាវគាត់បានរស់នៅតំបន់អស់ហ្នឹងដូចជានៅម្ដុំភ្នំឆាត់ឬក៏តំបន់ជំរំសាយធូឬក៏ជំរំខាវជំរំសំទោសជំរំរាជសែនស្រោ7ជំរំថ្មីជំរំចាស់ជំរំនងច័ន្ទដែលខ្ញុំធ្លាប់រស់នៅហ្នឹងសម័យឆ្នាំ79ហ្នឹងគឺជាដីរបស់ខ្មែរបាទនៅខាងឆ្ងាយពីផ្លូវក្រហមដែលគេចែកអង្គចែកអីហ្នឹងប៉ុន្តែឥឡូវហ្នឹងវាទៅជាខ្លាយទៅជាដីថៃអស់បាត់ពេលយើងទៅប្រហែលសាលលើក្រោយនេះយើងមើលទៅបាត់ទាំងប្រាសាទសនុកគុកធំឯថែមទៅទៀតដូច្នេះបងប្អូនគឺយើងបាត់បង់ទឹកដីច្រើនណាស់សូម1នាទីចុងក្រោយបងបាទសូមអញ្ជើញបាទខ្ញុំសូមឲ្យបងប្អូនជួយជំរុញករណីនឹងឲ្យបានទាំងអស់ទាំងព្រមដាក់ជាកញ្ចប់បាទទៅតុលាការអន្តរជាតិរួមទាំងដែនទឹកនិងដែនគោកដែនទឹកនេះគឺភ្ជាប់នឹងកោះគុជពីព្រោះជាបំណងរបស់ជាឆន្ទៈរបស់ខ្មែរយើងចង់បានហើយបានសម្រេចព្រោះកោះគុជជាកោះរបស់ខ្មែរបាទបើតាមគោលការណ៍គេថា OIT possibility possibility ហ្នឹងគឺគោលការណ៍ព្រំដែនមកកែប្រែគឺគេតម្រូវឲ្យយកមរតករបស់អាណានិគមយើងស្ថិតនៅក្រោមបាទមរតករបស់អាណានិគមយើងស្ថិតនៅក្រោមអាណានិគមរបស់បារាំងត្រូវយកមរតករបស់បារាំងហើយនៅគេហៅថាអនុសញ្ញាទីក្រុងប៊ីយ៉ែនឆ្នាំ1969ស្ដីពីនីតិសន្ធិសញ្ញាហ្នឹងមាត្រា62ចំណុច 2A ហ្នឹងគេបានតម្រូវឲ្យយកតាមមរតករបស់បារាំងហ្នឹងគេធ្វើទៅជាច្បាប់ដែលរៀបចំដោយអង្គការសហប្រជាជាតិហ្នឹងឃើញទេដូច្នេះឡើងទៅកាន់តុលាការអន្តរជាតិគឺយកអ្វីដែលជាមរតករបស់បារាំងហើយគេមិនអាចយកផែនទីខ្លាំងៗរបស់ថៃទេហើយយើងសុំបន្តិចមហាជាមួយនាទីមួយករណីប្រាសាទព្រះវិហារជាផុសតាងមួយបញ្ជាក់ច្បាស់ដែលយើងឈ្នះក្តីនៅប្រាសាទព្រះវិហារហ្នឹងគឺដោយសារទីមួយសំអាងទៅលើផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដែលបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីខ្មែរយើងហើយមួយទៀតលិខិតរបស់ព្រះអង្គម្ចាស់ដារ៉ុងរាជានុភាពដែលផ្ញើជូនទេសាភិបាលបារាំងប្រចាំនៅកម្ពុជាហ្នឹងប្រចាំនៅខេត្តកំពង់ធំហ្នឹងស្នើសុំចូលទស្សនាប្រាសាទព្រះវិហារនៅឆ្នាំ1930ហើយមួយទៀតសារលិខិតលក្ខណៈការទូតរបស់ព្រះអង្គម្ចាស់ដារ៉ុងផ្ញើជូនទេសាភិបាលបារាំងហ្នឹងថ្លែងអំណរគុណដែលរៀបចំបដិសណ្ឋារកិច្ចយ៉ាងល្អក្នុងពេលដែលគាត់មកទស្សនាប្រាសាទព្រះវិហារឆ្នាំ30ហ្នឹង1930ហ្នឹងហើយមួយទៀតគឺរូបថតអនុស្សាវរីយ៍រវាងព្រះអង្គម្ចាស់ដារ៉ុងហ្នឹងនិងទេសាភិបាលបារាំងហើយក្នុងរូបថតនោះបង្ហាញឲ្យឃើញថាប៉ុស្តិ៍យាមហើយនឹងទង់ជាតិបារាំងដែលជាអាណាព្យាបាលរបស់កម្ពុជាយើងហ្នឹងនេះយើងជ្រះក្តីនៅ ICJ ឆ្នាំ62ប្រាសាទព្រះវិហារហ្នឹងទី1សន្ធិសញ្ញាផែនទីភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907
7 ទី 2 នេះដោយសារមានផុសតាងនេះរូបថតហ្នឹងក៏ថតដែរបងម្ចាស់ដារ៉ុងហ្នឹងដែលជាប្អូនប្រុសរបស់ស្ដេចថៃមកទស្សនានៅប្រាសាទអង្គរវត្តហ្នឹងឆ្នាំ 1630 ហ្នឹងប្រាសាទព្រះវិហារបាទសុំទោសប្រាសាទព្រះវិហារឆ្នាំ 1630 ហ្នឹងបាទគឺនេះក្នុងរូបថតហ្នឹងគឺមានប៉ុស្តិ៍របស់បារាំងហ្នឹងបាទសម័យហ្នឹងហើយបាទប៉ុស្តិ៍បារាំងសម័យហ្នឹងហើយនឹងនេះទង់ជាតិនេះទង់ជាតិបារាំងមិនមានទង់ជាតិថៃទេណាបាទទង់ជាតិថៃទេបាទហើយអង្គម្ចាស់ដារ៉ុងហ្នឹងមកជួបបារាំងនៅហ្នឹងមកទស្សនកិច្ចប្រាសាទព្រះវិហារហ្នឹងមានប៉ុស្តិ៍តាំងហ្នឹងហើយនេះផែនទីហ្នឹងនេះសំទោសអានេះប៉ុស្តិ៍បារាំងហ្នឹងនៅមុខប្រាសាទព្រះវិហារហ្នឹងហើយនេះផែនទីរបស់សំទោសទង់ជាតិរបស់បារាំងនេះទង់ជាតិរបស់បារាំងអញ្ចឹងយើងឆ្លះក្តីដោយសារអីដោយសារទី1យើងប្រើផែនទីជាផែនទីឧបសម្ព័ន្ធភ្ជាប់នឹងសញ្ញាបារាំងសៀមឆ្នាំ 1907 ទី 2បញ្ជាក់ថាកម្ពុជាយើងកាន់កាប់កាលតាំងពីឆ្នាំ 1630 ហើយព្រះអង្គម្ចាស់ដារ៉ុងរបស់ថៃហ្នឹងក៏មកហ្នឹងក៏ឃើញថតហ្នឹងក៏ឃើញទង់ជាតិរបស់បារាំងនៅនឹងដែរយើងមានផុសតាងហ្នឹងយើងជ្រះក្តីអញ្ចឹងជាករណីមួយដែលសិក្សាដ៏សំខាន់ដើម្បីយើងជ្រះក្តីនៅប្រាសាទទាំង3ហ្នឹងហើយនៅតំបន់មុំ3អញ្ចឹងបើគិតពីផែនទីបាទនឹងកោះគុតទៀតនេះតែបើតាមទិសញ្ញាបារាំងផែនទីភ្ជាប់ទិសញ្ញាបារាំងសៀមឆ្នាំ 1604 និង 1907 ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺនេះប្រាសាទទាំង3នេះប្រាសាទតំបន់តូចប្រាសាទតំបន់ធំប្រាសាទតាកបីស្ថិតនៅលើដីខ្មែរយើងយើងមានផុសតាងហ្នឹងទី 2យើងអាចមានប្រវត្តិនៃការគ្រប់គ្រងពីមុនមកតាំងពីសម័យសង្គ្រាមស៊ីវិលយើងដែរប្រាសាទទាំង3នេះគ្រប់គ្រងដោយរណសេររំដោះពលរដ្ឋខ្មែររបស់សម្ដេចសឿនសានប៉ុន្តែដល់យើងដកតបមកសមាហរណកម្មនាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ 1991 មកយើងអត់បានដាក់តបទៅការពារហ្នឹងបានថៃយកដូច្នេះយើងមានប្រវត្តិនៃការគ្រប់គ្រងអញ្ចឹងដោយប្រវត្តិនៃការគ្រប់គ្រងប្រាសាទព្រះវិហារនេះអញ្ចឹងយើងនឹងជ្រះក្តីនៅ ICJ 100% តែម្ដងបាទអរគុណបាទហ្នឹងហើយយើងឈានដល់ចុងបញ្ចប់ហើយសូមខ្ញុំកាលណាខ្ញុំសូមអរគុណនិងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតែតាមដានព័ត៌មានដ៏សំខាន់ព័ត៌មានទាក់ទងនឹងជាតិទាក់ទងនឹងអាយុជីវិតរបស់ខ្មែរហើយជាចំណុចល្អដែលអរគុណដល់លោកអ៊ុំសំអានផងដែរដែលបានចំណាយពេលវេលាដ៏មមាញឹកខ្ញុំដឹងថា schedule របស់លោករវល់យើងទាំងអស់គ្នាហើយបងប្អូនក៏រវល់ដូចគ្នាដែរហើយខ្ញុំនឹងសូមជម្រាបលាសិនចាំជួបគ្នានៅពេលក្រោយទៀតបាទសូមជាទាំងអស់គ្នាបាទអរគុណដល់ក្មួយវណ្ណែតផងដែរអ្នកបច្ចេកទេសបាទសូមជម្រាបលា